ជីវិតនិងភាពជោគជ័យរបស់មហាសេដ្ឋី Warren Buffett ភាគទី3ក្នុងផ្នែកចុងក្រោយនេះអ្នកនឹងស្វែងយល់ពីទស្សនៈរបស់លោក Warren Buffett ចំពោះជីវិតការទំនួលខុសត្រូវការផ្ដល់ជូននិងវិធីគិតដ៏សាមញ្ញរបស់គាត់ក្នុងការរស់នៅដោយមានន័យមេរៀនជីវិតទាំងនេះអាចជួយឲ្យអ្នកកសាងអនាគតដ៏ល្អប្រសើរជាងមុនសូមរីករាយស្ដាប់ដូចតទៅការពីផ្នែកទី2យើងបាននិយាយអំពីគោលការណ៍ជោគជ័យរបស់លោក Warren Buffett ប៉ុន្តែវាមិនទាន់អស់នៅឡើយទេដូច្នេះខ្ញុំសូមធ្វើការបន្តពីផ្នែកទី2 20អប់រំខ្លួនមុននឹងហ៊ានប្រថុយលោក Warren Buffett តែងផ្ដល់ប្រឹក្សាដល់គេឯងថាកុំវិនិយោគក្នុងពាណិជ្ជកម្មដែលមិនយល់ឲ្យសោះបើនិយាយមួយបែបទៀតគឺអ្នកគួរតែវិនិយោគក្នុងក្រុមហ៊ុនដែលអ្នកបានស្រាវជ្រាវនិងស្គាល់សាវតាច្បាស់លាស់ព្រមទាំងអាចជឿជាក់បានហានិភ័យកើតឡើងពីការដែលអ្នកមិនដឹងខ្លួនថាអ្នកកំពុងធ្វើអ្វីកុំប្រថុយដើរដោយបិទភ្នែកត្រូវបើកភ្នែកឲ្យធំមើលផ្លូវឲ្យច្បាស់សិនមុននឹងឈានទៅមុខមុនប្រថុយត្រូវច្បាស់លាស់សិនមុននឹងច្បាស់លាស់ក្នុងកិច្ចការត្រូវច្បាស់លាស់ចេញពីខ្លួនរបស់អ្នកសិន21ត្រូវស្គាល់ថាខ្លួនជានរណាអ្នកពិតជាគ្មានថ្ងៃអាចជោគជ័យក្នុងជីវិតយូរអង្វែងបានឡើយប្រសិនបើអ្នកនៅតែមិនទាន់ស្គាល់ច្បាស់ថាខ្លួនឯងជានរណាទៀតនោះវាជាចំណុចសំខាន់ណាស់ប៉ុន្តែមនុស្សភាគច្រើនតែងតែមិនសូវចាប់អារម្មណ៍ការស្គាល់ច្បាស់ថាខ្លួនឯងជានរណានោះគឺមានន័យស្មើនឹងអ្នកស្គាល់ច្បាស់អំពីគោលដៅជីវិតរបស់ខ្លួនអញ្ចឹងដែរដូច្នេះហើយរាល់ការធ្វើដំណើរក្នុងវិថីជីវិតគឺតែងតែមានភាពវិជ្ជមានជានិច្ចកាលណាយើងស្គាល់ខ្លួនឯងច្បាស់ថាជានរណាយើងដឹងច្បាស់នៅទូនាទីឬកាតព្វកិច្ចរបស់ខ្លួនដោយតួអង្គម្នាក់ៗក្នុងរឿងកុនអញ្ចឹងគឺថាដឹងអំពីទូនាទីភារកិច្ចរបស់ខ្លួនរៀងៗខ្លួនហើយធ្វើសកម្មភាពទៅតាមប្លង់ទូនាទីរៀងៗខ្លួនម្យ៉ាងទៀតការស្គាល់ច្បាស់អំពីខ្លួនឯងនាំឲ្យយើងដឹងពីចំណុចខ្វះខាតដែលត្រូវបំពេញនិងចំណុចខ្លាំងដែលត្រូវប្រើប្រាស់ជាប្រយោជន៍បើមិនស្គាល់ខ្លួនឯងទេច្បាស់ជាត្រូវគេផ្ដួលសម្លាប់ឬកំទេចចោលនៅពេលណាមួយដែលមិនដឹងខ្លួនមិនខាននៅទីនេះបើតាមទស្សនៈរបស់លោកមហាសេដ្ឋីមកពីរដ្ឋ Nebraska រូបនេះអ្នកត្រូវប្រើចំណេះដឹងដើម្បីស្រូបយកលុយពីការងារដែលជាជំនាញរបស់អ្នកពោលគឺមិនត្រូវបង្ខំខ្លួនឯងឲ្យធ្វើការងារណាមួយដែលជាចំណុចខ្សោយរបស់អ្នកនោះឡើយអ្នកមិនចាំបាច់ធ្វើជាអ្នកជំនាញលើកិច្ចការសពបែបយ៉ាងនោះឡើយប៉ុន្តែអ្នកត្រូវដឹងលើជ្រុងមួយជាចំណុចខ្លាំងនិងចំណុចខ្សោយរបស់អ្នកហើយត្រូវស្វែងយល់ពីវាឲ្យច្បាស់ព្រោះទាំងនេះសុទ្ធតែសំខាន់ដូចគ្នាដើម្បីបញ្ជាក់ថាអ្នកត្រូវដើរទៅផ្លូវណាមួយនេះជាប្រសាសន៍របស់លោក Warren Buffett 22ផ្ដល់តម្លៃដល់កេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់អ្នកយើងប្រាប់ពេលវេលា20ឆ្នាំក្នុងការបង្កើតកេរ្តិ៍ឈ្មោះបោះសម្លេងប៉ុន្តែយើងអាចបំផ្លាញវាអស់ត្រឹមតែមួយប្រព្រឹត្តភ្នែកប្រសិនបើអ្នករំលឹកដល់វាអ្នកនឹងធ្វើរឿងខុសគ្នាវាជាការពិតក្នុងសង្គមព្រោះលោក Warren Buffett ណែនាំជានិច្ចថាយើងគួរបង្កើតគុណតម្លៃដល់ខ្លួនឯងនិងក្រុមហ៊ុនរបស់យើងឲ្យបានច្រើនបំផុតព្រមទាំងបង្កើតកេរ្តិ៍ឈ្មោះនិងកិត្តិយសសម្រាប់អ្វីដែលយើងមានយើងប្រើពេលវេលាយូរណាស់ដើម្បីកសាងកេរ្តិ៍ឈ្មោះដូច្នេះមុននឹងធ្វើអ្វីគួរតែគិតឲ្យបានល្អិតល្អន់ជាមុនសិនប្រសិនបើយើងមានស្មារតីសញ្ជឹងគិតលើរឿងនេះដោយប្រុងប្រយ័ត្នយើងនឹងធ្វើរឿងដែលខុសប្លែកគ្នាហើយអាចនឹងមិនធ្វើរឿងគ្រាន់តែជាអារម្មណ៍មិនល្អរយៈពេលខ្លីតែវាអាចបំផ្លាញគ្រប់យ៉ាងដែលអ្នកមានក្នុងមួយប្រព្រឹត្តភ្នែកដូច្នេះត្រូវរក្សាកេរ្តិ៍ឈ្មោះដែលយើងបានប្រើពេលវេលាឬជីវិតរបស់យើងដើម្បីកសាងវាឡើងឲ្យបានគង់វង្សជានិច្ចនិរន្តរ៍កេរ្តិ៍ឈ្មោះសំខាន់ណាស់ក្នុងជីវិតអ្នកជំនួញសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាងដើម្បីតម្លៃរបស់ខ្លួនមិនឲ្យអាប់អោនកេរ្តិ៍ឈ្មោះឬខូចឈ្មោះរបស់គេនោះឡើយអាយុជីវិតគឺកេរ្តិ៍ឈ្មោះហើយកេរ្តិ៍ឈ្មោះគឺជាអាយុជីវិតភាពទុច្ចរិតបំផ្លាញកេរ្តិ៍ឈ្មោះភាពសុចរិតកសាងកេរ្តិ៍ឈ្មោះលុយអាចងាយរកបានហើយក៏អាចងាយបាត់បង់ទៅវិញដែរប៉ុន្តែកេរ្តិ៍ឈ្មោះរបស់មនុស្សដែលបាត់បង់ទៅហើយមិនងាយរកបានមកវិញនោះទេលោក Warren Buffett បានសង្កត់ធ្ងន់ថាសារៈសំខាន់បំផុតក្នុងជីវិតគឺការការពារទាំងកេរ្តិ៍ឈ្មោះរបស់ខ្លួននិងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនកេរ្តិ៍ឈ្មោះគឺជាទ្រព្យសម្បត្តិពិតប្រាកដរបស់អ្នករកស៊ីដែលមិនស្រឡាញ់កេរ្តិ៍ឈ្មោះមិនអាចជោគជ័យឡើយ23ធ្វើការដើម្បីអនាគតល្អមនុស្សមួយចំនួនបានអង្គុយនៅក្រោមម្លប់ក្នុងថ្ងៃនេះក៏ព្រោះតែធ្លាប់មានអ្នកដាំដើមឈើនេះជាយូរមកហើយប្រសិនបើយើងចង់មានអនាគតល្អគួរតែចាប់ផ្ដើមបណ្ដោះគ្រាប់ពូជចាប់ពីថ្ងៃនេះតទៅព្រោះអ្វីដែលធ្វើឲ្យយើងមានក្តីសុខក្នុងថ្ងៃនេះគឺជាផលនៃគ្រាប់ពូជដែលយើងធ្លាប់បានបណ្ដោះកាលពីពេលមុនរឿងដែលបានមកពីអតីតកាលគឺជាផលនៃបច្ចុប្បន្នប្រសិនបើពេលនេះយើងព្រមធ្វើអ្វីមួយដែលអាចនឹងនឿយហត់បន្តិចដើម្បីអនាគតវាគង់តែល្អជាងមិនធ្វើអ្វីសោះអាជីវកម្មរបស់អ្នកគឺជាអនាគតរបស់អ្នកប្រភពចំណូលរបស់អ្នកគឺជាអនាគតរបស់អ្នកអាជីវកម្មរបស់អ្នកគឺជាប្រភពចំណូលរបស់អ្នក24បំពេញគុណតម្លៃរឿងដែលចំណាយទៅគឺតម្លៃតែអ្វីបានមកវិញគឺគុណតម្លៃរបស់វា
នៅពេលយើងតែញអ្វីមួយព្រោះតែឃើញពេញចិត្តនៅគុណភាពរបស់វាមែនទេនេះគឺជាគំនិតដែលយកមកប្រើជាមួយទំនិញឬសេវាកម្មរបស់យើងបានដូចគ្នាព្រោះអ្នកដទៃនឹងមើលឃើញគុណតម្លៃរបស់ទំនិញឬសេវាកម្មនោះច្រើនប៉ុណ្ណាវាអាស្រ័យលើយើងផ្ដល់គុណតម្លៃនៃទំនិញឬសេវាកម្មបានគ្រប់គ្រាន់ឬនៅត្រូវធ្វើរាល់ការចំណាយคล้ายជាការវិនិយោគហើយធ្វើឲ្យការវិនិយោគទទួលបានផលតបស្នងជាអតិបរមា25ហ៊ានប្រថុយបន្ទាប់ពីវិភាគបានល្អហើយការប្រថុយមកពីយើងមិនដឹងថាកំពុងតែធ្វើអ្វីជាការពិតមុខចំនួនមានភាពប្រថុយប្រថានតែ Warren Buffett ជឿថារឿងប្រថុយច្រើនឬតិចវាអាស្រ័យលើថាតើយើងបានគណនាវិភាគបានល្អគ្រប់គ្រាន់ហើយឬនៅចំពោះរឿងដែលធ្វើនឹងនោះវាល្អជាជាងដែលយើងគិតពិចារណាវិភាគយ៉ាងហ្មត់ចត់មុននឹងសម្រេចចិត្តប្រឈមនឹងការប្រថុយជាជាងការភ័យខ្លាចហើយមិនហ៊ានប្រថុយធ្វើអ្វីឬក៏ធ្វើដោយមិនបានគិតទុកជាមុនរឿងប្រថុយប្រថាននៅលើលោកនេះគ្មានអ្វីដែលថាមិនប្រថុយប្រថាននោះទេគ្រប់គ្នាកំពុងតែប្រថុយប្រថាននឹងសេចក្តីស្លាប់គ្រប់វិនាទីខណៈកំពុងអង្គុយលើកៅអីធ្វើការនៅក្នុងការិយាល័យម៉ាស៊ីនត្រជាក់ប្រថុយប្រថាននឹងបាក់កៅអីខណៈកំពុងធ្វើដំណើរនៅលើរថយន្តទំនើបឬកំពុងតែប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍តើអ្នកអាចប្រាប់បានទេថាធ្វើអ្វីមួយមិនប្រថុយប្រថានបើមិនហ៊ានប្រថុយប្រថានទេនឹងមិនមានលទ្ធផលអ្វីទាំងអស់តែការប្រថុយប្រថាននោះត្រូវតែប្រកបដោយការយល់ដឹងមិនត្រូវខ្លាចប្រថុយប្រថាននោះទេតែយើងត្រូវគ្រប់គ្រងការប្រថុយប្រថាននោះបើគ្មានប្រថុយប្រថានទេគ្មានផលចំណេញឡើយទីណាមានការប្រថុយប្រថានខ្លាំងទីនោះមានផលចំណេញធំប្រថុយក្នុងការវិនិយោគវាប្រសើរជាងប្រថុយនៅស្ងៀមរងចាំសេចក្តីស្លាប់ឬភាពក្រីក្រ26ដើរមួយជំហានខ្ញុំមិនបានព្យាយាមស្វែងរកមើលថានឹងត្រូវលោតទៅខាងមុខម្ដង7ជំហានយ៉ាងដូចម្ដេចនោះទេតែខ្ញុំស្វែងរកមើលថាតើខ្ញុំអាចឆ្លងទៅបានឬអត់ Warren Buffett មិនជឿលើភាពជោគជ័យបណ្ដោះអាសន្ននោះទេតែគាត់ជឿលើការដើរមួយជំហានប្រកបដោយទំនុកចិត្តនិងជោគជ័យបើទោះបីជាជំហានខ្លីៗក៏ដោយដើម្បីចូលចិត្តភាពជោគជ័យជាបណ្ដាព្រោះតែជំហានខ្លីៗនេះហើយទោះជាវាខ្លីមែនតែក៏យូរយារជាងការដែលយើងលោតទៅឆ្ងាយហើយបើសិនជាផ្លត់ស្នៀតយើងនឹងមិនអាចទៅមុខទៀតបានឡើយ Warren Buffett ណែនាំថាយើងគួរធ្វើអ្វីម្យ៉ាងឬមួយជំហានតែជាជំហានដែលគង់វង្សស៊ូយឺតតែទៅបានឆ្ងាយស៊ូយឺតដើម្បីលឿនតែកុំលឿនដើម្បីយឺត27រៀនបដិសេធភាពខុសគ្នារវាងបុគ្គលជោគជ័យនិងអ្នកដែលទទួលបានជោគជ័យពិតប្រាកដគឺអ្នកទទួលជោគជ័យពិតប្រាកដស្គាល់នៅការបដិសេធយើងគួរជ្រើសរើសការបណ្ដាក់ទុននីមួយៗដោយប្រុងប្រយ័ត្ននិងស្គាល់នៅការនិយាយបដិសេធពីសម្លេងជុំវិញឬពាក្យណែនាំផ្សេងៗក្បែរខ្លួនយើងព្រោះចង់បញ្ចប់ការសម្រេចចិត្តគ្រប់យ៉ាងគឺនៅលើយើងតែម្នាក់ការស្ដាប់អ្នកដទៃច្រើនពេកនឹងធ្វើឲ្យយើងស្ទាក់ស្ទើរហើយសម្រេចចិត្តខុសបានចូលរៀនបដិសេធយ៉ាងដាច់ខាតពីសម្លេងទាំងនោះរាល់គំនិតអវិជ្ជមានត្រូវបដិសេធចេញពីខួរក្បាលដើម្បីទុកចន្លោះទទួលយកគំនិតវិជ្ជមាន28រៀនគ្រប់គ្រងយើងត្រូវគ្រប់គ្រងពេលវេលានិងអ្វីដែលខ្លួនមានឲ្យមានប្រសិទ្ធភាពយើងមិនអាចឲ្យអ្នកដទៃមកកំណត់ជីវិតរបស់យើងបានឡើយបើយើងមិនគ្រប់គ្រងជីវិតរបស់យើងទេយើងនឹងត្រូវបានអ្នកដទៃគ្រប់គ្រងជាក់ជាមិនខានយើងត្រូវតែគ្រប់គ្រងជោគវាសនារបស់ខ្លួនឯងជីវិតជារបស់យើងហើយយើងជាសសរបង្គោលនៃជីវិតខ្លួនឯងរឿងសំខាន់បំផុតគឺមានអំណាចគ្រប់គ្រងគ្រប់យ៉ាងលើខ្លួនឯងចូលកុំបណ្ដោយខ្លួនឯងរសាត់អណ្ដែតតាមខ្សែទឹកជាពិសេសពេលវេលាព្រោះអ្វីដែលគ្រប់គ្នាមានស្មើគ្នាគឺពេលវេលាវាជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលយើងគួរតែប្រើវាឲ្យបានឆ្លាតវៃផងដែរមហាសេដ្ឋីជាច្រើនរូបបានអភិវឌ្ឍខ្លួនពីចំណុច0ផ្លូវដើរនេះទៅឆ្ងាយតទៅមុខទៀតដួលហើយក្រោកឡើងវិញរួចដើរបន្តទៀតនិងប្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃថាដរាបណានៅមានដង្ហើមត្រូវតែទទួលជោគជ័យយ៉ាងពិតប្រាកដបើអ្នកមិនអាចគ្រប់គ្រងអ្វីៗដែលខ្លួនមានទេវានឹងរលាយអស់រលីងជាមិនខានបើអ្នកអាចគ្រប់គ្រងវាបានអ្នកនឹងមានវាកាន់តែច្រើន29ភាពស្មោះត្រង់រកបានដោយលំបាកភាពស្មោះត្រង់ជាអំណោយដ៏មានតម្លៃថ្លៃកុំរំពឹងថាវានឹងបានពីមនុស្សមានតម្លៃថោកមនុស្សមានតម្លៃថោកមិនមែនសំដៅលើមនុស្សក្រីក្រឡើយតែនៅទីនេះសំដៅលើអ្នកមិនស្មោះត្រង់ដែលយើងតែងតែជួបក្នុងសង្គមជាពិសេសក្នុងពិភពអាជីវកម្មកុំសង្ឃឹមថាមនុស្សគ្រប់រូបនឹងស្មោះត្រង់ជាមួយអ្នកអាចជ្រើសរើសសេពគប់មនុស្សស្មោះត្រង់និងនិយាយការពិតជាមួយល្អជាងព្រោះភាពស្មោះត្រង់រកបានដោយលំបាកបើសិនជាអ្នកជួបហើយក៏កុំធ្វើឲ្យខ្លួនឯងបាត់បង់ពួកគេដែរយើងត្រូវស្មោះត្រង់ជាមួយមនុស្សស្មោះត្រង់តែមិនត្រូវស្មោះត្រង់ជាមួយមនុស្សមិនស្មោះត្រង់នោះទេមានន័យថាត្រូវស្មោះត្រង់ចំពោះបុគ្គលដែលគួរស្មោះត្រង់
មិនមែនត្រូវស្មោះត្រង់គ្រប់តែបុគ្គលនោះទេត្រូវប្រុងប្រយ័ត្នចំពោះមនុស្សមិនស្មោះត្រង់ហើយត្រូវរក្សាការពារភាពស្មោះត្រង់របស់ខ្លួនឲ្យបានគង់វង្សសម្រាប់មនុស្សល្អ30ត្រូវតែស្មោះត្រង់ជាមួយម្ចាស់ភាគហ៊ុនជារៀងរាល់ឆ្នាំលោក Warren Buffett បានចំណាយពេលមួយចំនួនផ្ញើលិខិតដល់ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនរបស់គាត់នេះជាទង្វើមួយដែលជំរុញទឹកចិត្តឲ្យលោក Bill Gates ធ្វើសកម្មភាពដូចគ្នានេះដែរលិខិតរបស់លោក Bill Gates គឺបង្ហាញអំពីទស្សនវិស័យនៃក្រុមហ៊ុនក៏ដូចជាការវិនិយោគរបស់ខ្លួនលោក Bill Gates មានជំនឿថាការផ្ញើលិខិតបែបនេះនឹងធ្វើឲ្យម្ចាស់ភាគហ៊ុនកាន់តែមានជំនឿចិត្តទៅវិញទៅមកលោក Bill Gates បានបញ្ជាក់ថាគាត់មានឆន្ទៈនិយាយដោយស្មោះត្រង់និងរិះគន់ចំណុចមិនល្អមួយចំនួនត្រង់ៗពាក់ព័ន្ធទៅនឹងការវិនិយោគមានដូចជា stock option ឬ financial derivative ជាដើមភាពស្មោះត្រង់គឺជារបងការពារទ្រព្យសម្បត្តិនិងកេរ្តិ៍ឈ្មោះរបស់អ្នកភាពស្មោះត្រង់គឺជាគោលការណ៍នៃភាពជោគជ័យ31រៀបគម្រោងសម្រាប់ចូលនិវត្តន៍ការងារបឋមរបស់នាយកគឺការពិនិត្យមើលថាខ្លួនបានជ្រើសរើសមនុស្សត្រូវសម្រាប់ដំណើរការអាជីវកម្មនាយកនេះត្រូវប្រាកដថាអ្នកដឹកនាំជំនាន់ក្រោយបានត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រប់គ្រងបន្តលោក Buffett បានដឹងរួចជាស្រេចថាការងាររបស់គាត់នឹងត្រូវបែងចែកជា3ផ្នែកនៅពេលដែលគាត់សម្រេចចិត្តចូលនិវត្តន៍បេក្ខជនជានាយកប្រតិបត្តិប្រធាននិងអ្នកគ្រប់គ្រងការបណ្ដាក់ទុនត្រូវបានជ្រើសរើសរួចជាស្រេចអនាគតអ្នកដឹកនាំចាំបាច់ត្រូវគិតទុកមុនអំពីអ្នកបន្តវេនរបស់ខ្លួនវាគ្មានអ្វីភ្ញាក់ផ្អើលនោះទេដែលថាក្រុមហ៊ុនជោគជ័យភាគច្រើនបានសម្លឹងមើលអ្នកដែលមានទេពកោសល្យបន្តវេនដឹកនាំនៅពេល5ឆ្នាំខាងមុខពួកគេសង្កត់ធ្ងន់លើការអប់រំនិងជំនាញអភិវឌ្ឍសម្រាប់មនុស្សជំនាន់ក្រោយយុវជនគឺជាធនធានដឹកនាំដ៏សំខាន់នៅពេលអនាគតយើងត្រូវជ្រើសរើសទុកនៅទំពាំងដែលថ្លោះល្អសម្រាប់ស្នងឫស្សី32ត្រូវមានការកំណត់កម្រិតអំពីសុវត្ថិភាពអ្នកវិនិយោគភាគច្រើននឹងប្រឈមនឹងឧបសគ្គផ្លត់ភ្លាំងនិងសំណាងអាក្រក់ទៅលើឆាកជីវិតនៃការវិនិយោគរបស់ពួកគេការកំណត់កម្រិតសុវត្ថិភាពនឹងផ្ដល់ឲ្យពួកគេមកជាមួយនឹងការការពារដែលទាក់ទងទៅនឹងការបង្ការដើមទុន capital នៅពេលដែលមានគ្រោះអាក្រក់កើតឡើងស្គាល់ខ្លួនឯងច្បាស់គឺស្គាល់ប្រភពហិរញ្ញវត្ថុរបស់ខ្លួនត្រូវដឹងអំពីលទ្ធភាពដែលខ្លួនមានកុំចេះតែហ៊ានចំណាយដោយមិនមានចំណូល33កុំប្រឈមមុខទៅនឹងបញ្ហាណាដែលមិនចាំបាច់នៅទីនេះគាត់មិនមែនចង់និយាយថាការកិច្ចពីបញ្ហាគឺសុទ្ធតែជារឿងខុសឆ្គងទាំងអស់នោះទេប៉ុន្តែគាត់គ្រាន់តែចង់ឲ្យមនុស្សគ្រប់គ្នាប្រឈមទៅនឹងឧបសគ្គណាមួយដែលចាំបាច់បំផុតសម្រាប់ខ្លួនតែប៉ុណ្ណោះគាត់បានបន្ថែមថាគាត់បានឃើញក្រុមហ៊ុននិងបុគ្គលគ្រប់រូបបានព្យាយាមប្រឈមគ្រប់បញ្ហាដោយសារតែការលោភលន់របស់ខ្លួនអ្នកគួរតែប្រឈមមុខទៅនឹងបញ្ហាអ្វីមួយដែលអ្នកយល់ថាវាមានសារៈសំខាន់បំផុតសម្រាប់អ្នកតែបើមិនមានអ្វីជាចាំបាច់នោះទេទុកឲ្យវារំលងហួសទៅគាត់បានបន្ថែមថាបើរឿងនោះមានប្រយោជន៍ចំពោះខ្ញុំទោះបីជាភាគរយជោគជ័យមានត្រឹម1លើ1000ក៏ខ្ញុំធ្វើដែរ34កុំមើលរំលងឱកាសមាសដែលចូលមកដល់មហាសេដ្ឋីរូបនេះត្រូវបានគេជឿជាក់ថាជាបុគ្គលដែលចូលចិត្តឆក់យកឱកាសបំផុតជាមួយនឹងដំបូន្មានដ៏មានតម្លៃរបស់គាត់ដូច្នេះថាឱកាសធំនៅក្នុងជីវិតត្រូវតែចាប់យកមកឲ្យបានយើងមិនអាចធ្វើអ្វីគ្រប់យ៉ាងបាននោះទេប៉ុន្តែនៅពេលដែលឱកាសល្អចូលមកដល់ហើយនោះយើងត្រូវតែឆក់យកវាឲ្យបានដំបូន្មានរបស់គាត់ដូច្នេះវាមិនមែនជារឿងចៃដន្យនោះទេព្រោះថាក្នុងមួយឆាកជីវិតរបស់អ្នកមិនអាចជួបឱកាសល្អដូចគ្នារហូតដល់500ដងនោះឡើយបើអ្នកឆក់យកឱកាសបានត្រឹមត្រូវអ្នកនឹងជោគជ័យអ្នកជំនួញដ៏ជោគជ័យគឺជាអ្នកប្រមាញ់ឱកាសដោយតោប្រមាញ់មរឹកឱកាសមានសម្រាប់មនុស្សគ្រប់រូបប៉ុន្តែមនុស្សគ្រប់រូបមិនមែនសុទ្ធតែទទួលបានឱកាសនោះទេឬទទួលបានឱកាសដូចគ្នានោះទេព្រោះឱកាសវាកើតឡើងតែចំពោះអ្នកដែលមានបញ្ញានិងកើតចំពោះអ្នកដែលស្គាល់វាប៉ុណ្ណោះដើម្បីមើលឃើញឱកាសឬជួបឱកាសគេមិនមែនមើលនឹងភ្នែកនោះទេគឺគេមើលនឹងខួរក្បាលអ្នកដែលយកភ្នែកទៅមើលឱកាសនិងទន្ទឹងរង់ចាំឱកាសមកដល់ក្នុងជីវិតរបស់ពួកគេប្រហែលជាមិនអាចមានវាសនាបានជួបឱកាសឡើយដូច្នេះបើចង់បានឱកាសឬចង់ជួបឱកាសកុំមើលនឹងភ្នែកត្រូវមើលនឹងខួរក្បាលគឺយកបញ្ញាទៅមើល35បង្ហាញពីគំរូជោគជ័យដល់មនុស្សដទៃក្នុងនាមជាអ្នកដឹកនាំមួយរូបអ្នកគួរតែចេះបង្ហាញពីគំរូល្អដល់បុគ្គលិករបស់ខ្លួនតាមរយៈការទំនួលខុសត្រូវចំពោះទង្វើដែលខ្លួនបានធ្វើការប្រជុំជាមួយការពិតការហ៊ានប្រថុយទទួលស្គាល់នៃភាពបរាជ័យរបស់ខ្លួនការសារភាពដោយស្មោះត្រង់ពេលអ្នកមិនដឹងរឿងអ្វីមួយទាំងនេះសុទ្ធតែជាគំរូដែលអ្នកគួរតែបង្ហាញដល់មនុស្សក្រមបង្គាប់របស់អ្នកឲ្យឃើញទទួលកំហុសនៅពេលដែលធ្វើខុសព្រោះគ្មានមេដឹកនាំណាមិនធ្វើខុសនោះទេព្យាយាមកាត់បន្ថយកំហុសតាមរយៈការគិតពិចារណាមុនពេលធ្វើអ្វីមួយមិនមែនកាត់បន្ថយកំហុសតាមរយៈបដិសេធកំហុសនោះឡើយព្យាយាមធ្វើឲ្យបានល្អបំផុតដើម្បីជាគំរូដល់អ្នកដើរតាម
ខ្ញុំមិនដែលវិនិយោគលើអ្វីដែលខ្ញុំមិនចេះមិនដឹងមិនយល់នោះទេទម្លាប់ប្រើប្រាស់ហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាពលោក Warren Buffett បាននិយាយថាឥរិយាបថដែលច្រើនបំផុតគឺជាទម្លាប់ជាការសំខាន់បំផុតគឺត្រូវសន្សំលុយហើយកំហុសធំបំផុតគឺមិនមានទម្លាប់ល្អនៃការសន្សំលុយឲ្យបានត្រឹមត្រូវអ្នកអាចពិចារណាអំពីការកាត់ប្រាក់ខែដោយស្វ័យប្រវត្តិនៅក្នុងគណនីសន្សំឬការវិនិយោគដើម្បីបង្កើតឲ្យមានទម្លាប់ល្អនៃការប្រើប្រាស់លុយបើអ្នកប្រើប្រាស់លុយបានត្រឹមត្រូវលុយនឹងកើតកូនកើតចៅកាន់តែច្រើនហើយមិនយូរអ្នកនឹងក្លាយទៅជាអ្នកមានលុយប្រកបដោយសុវត្ថិភាព 1. បន្តវិនិយោគលើប្រាក់ចំណេញរបស់អ្នកជាលើកដំបូងនៅពេលដែលអ្នកបានចំណេញប្រាក់នៅក្នុងទីផ្សារភាគហ៊ុននេះអ្នកអាចនឹងត្រូវបានគេល្បួងឲ្យចំណាយប្រាក់ទាំងនោះកុំតន់ចាយវាប្រាក់ទាំងនោះអីសូមសន្សំវាទុកសម្រាប់វិនិយោគលើអ្វីផ្សេងទៀតទឹកប្រាក់តិចតួចនៅថ្ងៃនេះអាចនឹងក្លាយទៅជាទ្រព្យសម្បត្តិដ៏អស្ចារ្យនៅថ្ងៃស្អែកកុំទុកលុយឲ្យនៅទំនេរព្រោះវានឹងបំផ្លាញខ្លួនវាឲ្យថមថយប្រាក់ថយតម្លៃរាល់ថ្ងៃមានតែការវិនិយោគទេទើបធ្វើឲ្យប្រាក់កើនតម្លៃប្រាក់កើតកូននិងប្រាក់រីកចម្រើន 2. មានឆន្ទៈធ្វើអ្វីដែលខុសគេលោក Warren Buffett បានចាប់ផ្ដើមសន្សំប្រាក់នៅឆ្នាំ1956ខណៈពេលដែលមនុស្សជាច្រើនបានសប្បាយក្នុងការចាយវាយប្រាក់ហើយពួកគេតែនិយាយថាលោក Warren Buffett គឺជាមនុស្សបរាជ័យដែលគ្មានលុយចាយដូចពួកគេជំនួសឲ្យការធ្វើដោយក្រុមមនុស្សទាំងនោះគាត់គិតតែសន្សំប្រាក់សម្រាប់ការវិនិយោគហើយ14ឆ្នាំក្រោយមកប្រាក់ដែលគាត់បានសន្សំនោះក្លាយទៅជាទ្រព្យសម្បត្តិដែលមានតម្លៃជាង$100 លានបើមិនទាន់មានស្ថិរភាពហិរញ្ញវត្ថុទេកុំទាន់ធ្វើរឹកលុយឆាយសប្បាយចាយលុយហឺហាព្រោះថាការបើមិនទាន់មានចំណូលដែលមានស្ថិរភាពទោះខំចាយច្រើនយ៉ាងណាក៏មិនលុយដែរមានតែអាប់មុខទៅវិញទេអ្នកជោគជ័យសប្បាយចាយលុយក្រោយពេលគេមានប្រភពចំណូលដែលមានស្ថិរភាពអ្នកបរាជ័យចាយលុយអស់ដៃគ្មានថ្ងៃមានស្ថិរភាព 3. ប្រមូលព័ត៌មានទុកជាមុនលោក Warren Buffett មិនដែលអង្គុយជញ្ជក់មេដៃដើម្បីធ្វើការសម្រេចចិត្តពេលដែលមានគេប្រគល់ការងារវិនិយោគណាមួយដល់គាត់នោះទេព្រោះវាជាការខ្ជិះខ្ជាយពេលវេលាគាត់តែងតែប្រមូលព័ត៌មានទុកជាមុនជានិច្ចដូចនេះពេលមានគេប្រគល់ការងារវិនិយោគដល់គាត់តែងតែធ្វើការសម្រេចចិត្តបានលឿននិងចំណេញពេលវេលាមុននឹងសម្រេចចិត្តវិនិយោគអ្វីមួយត្រូវសិក្សាស្រាវជ្រាវជាមុនសិនដែលការសិក្សាស្រាវជ្រាវនោះត្រូវធ្វើឡើងឲ្យបានមុននិងលឿនបំផុតព្រោះឱកាសមិនរងចាំអ្នកដែលមានទម្លាប់យឺតយ៉ាវនោះទេអ្នកត្រូវប្រមូលព័ត៌មានឲ្យបានច្បាស់លាស់ជាស្រេចមុននឹងសម្រេចចិត្តហើយត្រូវសម្រេចចិត្តឲ្យបានលឿនបំផុតបើមានព័ត៌មានគ្រប់គ្រាន់ហើយ 4. កំណត់ដំណោះស្រាយមួយមុនពេលចាប់ផ្ដើមការងារធ្វើការចរចាជាមួយដៃគូម្ខាងទៀតឲ្យបានល្អិតល្អន់មុនពេលដែលអ្នកចាប់ផ្ដើមការងារជាមួយអ្នកណាម្នាក់ព្រោះថាវានឹងមិនខាតពេលវេលាដោះស្រាយវិវាទណាមួយពេលដែលបញ្ហាកើតឡើងចូលលម្អិតឲ្យបានច្បាស់លាស់ល្អិតល្អន់នៅរាល់ប្រការឬគោលការណ៍ឬលក្ខខណ្ឌនានាដែលត្រូវអនុវត្តនិងគោរពមុននឹងចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនឹងគ្នាជាពិសេសត្រូវស្វែងរកចំណុចខ្វះខាតឬចន្លោះប្រហោងដែលនាំឲ្យភាគីណាមួយមានប្រៀបលើគ្នាដែលមិនធានាបានយុត្តិធម៌ឆ្លោះគ្នាឲ្យហើយមុននឹងក្លាយជាដៃគូស្ម័គ្រស្លាប់ជាមួយគ្នា 5. យកចិត្តទុកដាក់លើការចំណាយតិចតួចនៅក្នុងអាជីវកម្មសូមកុំមើលងាយលើការចំណាយតូចៗឲ្យសោះព្រោះថាបើមានមនុស្សច្រើនអ្នកធ្វើការចំណាយដែលមិនសូវចាំបាច់ម្នាក់បន្តិចនោះក៏ជាការខាត់បងមួយរបស់ក្រុមហ៊ុនដែររឿងតូចតាចអាចរាលដាលទៅជារឿងធំកាលណាវាផ្គុំចូលគ្នាកុំប្រមាថឲ្យសោះចំពោះការចំណាយតិចតួចភ្នំធំមួយដែលរបេះថ្មចេញម្ដងមួយភ្នំធំនោះគង់តែរលេះរលួយមិនខានឡើយ 6. កំណត់អ្វីដែលអ្នកខ្ចីរស់នៅជាមួយម្ចាស់បំណុលនឹងមិនធ្វើឲ្យអ្នកមានបាននោះទេប្រសិនបើចាំបាច់ខ្លាំងអ្នកអាចខ្ចីប្រាក់ក្នុងចំនួនតិចតួចដែលអ្នកអាចសងគេវិញបានបន្ទាប់ពីអ្នកបានសងបំណុលអស់សូមធ្វើការសន្សំប្រាក់របស់អ្នកប្រើដើម្បីវិនិយោគកុំពង្រីកចំណាយកុំពង្រីកបំណុលក៏ដោយបាន 1000 ដងមុននឹងខ្ចីគេម្ដងខ្ចីលុយគេយកមកបង្កើតទ្រព្យកុំបង្កើតបំណុលឲ្យសោះ 7. មានការតស៊ូជាមួយនឹងការតស៊ូអ្នកអាចយកឈ្នះគូប្រកួតប្រជែងបានគ្រប់ពេលវេលាលោក Warren Buffett បានតស៊ូអត់ធ្មត់គ្រប់បែបយ៉ាងអស់រយៈពេលជាច្រើនឆ្នាំទើបអាចទទួលបានជោគជ័យបើមិនចេះតស៊ូទេកុំប្រាថ្នាមានឲ្យសោះព្រោះការតស៊ូគឺជាស្ពានចម្លងពីក្រទៅមានពីបរាជ័យទៅជោគជ័យការតស៊ូនឹងនាំឲ្យអ្នកទៅដល់ត្រើយជោគត្រើយទ្រព្យ 8. វិតម្លៃហានិភ័យលោក Warren Buffett បាននិយាយថាអ្នកវិនិយោគអាចទទួលបានជោគជ័យគឺជាអ្នកដែលអាចវិតម្លៃពីហានិភ័យដែលបានកើតឡើងក្នុងពេលខាងមុខបានយ៉ាងស្ទាត់ជំនាញបើមិនអាចវិតម្លៃហានិភ័យបានទេអាជីវកម្មរបស់អ្នកនឹងខាតបង់ថ្ងៃណាមួយមិនខាន
មិនត្រូវជឿលើការទីរបស់អ្នកដទៃអំពីជោគវាសនារបស់អ្នកទេតែអ្នកត្រូវចេះទីអំពីជោគវាសនារបស់ខ្លួនឯងដោយខ្លួនឯងត្រូវចេះព្យាករណ៍អំពីបញ្ហាប្រឈមនៅពេលអនាគតតាមរយៈដកកឲ្យខ្ពស់សម្លឹងឲ្យឆ្ងាយនិងគ្រប់ជ្រុងជ្រោយ 9. ដឹងពីអត្ថន័យនៃពាក្យជោគជ័យបើទោះបីជាមានទ្រព្យសម្បត្តិច្រើនក៏ដោយលោក Warren Buffett មិនបានវាស់វែងភាពជោគជ័យដោយដុល្លារនោះទេអ្នកមានលុយមិនប្រកាសថាមានជីវិតជោគជ័យទេស្វែងរកអ្វីដែលអ្នកស្រឡាញ់ពិតហើយព្យាយាមធ្វើវាឲ្យបានសម្រេចទើបជាជោគជ័យពិតប្រាកដភាពជោគជ័យអាចជាលុយនិងអាចមិនមែនជាលុយវាជាលុយបើអ្នកប្រាថ្នាលុយហើយអ្នកទទួលបានលុយនោះស្របច្បាប់តែវាអាចនឹងជាអ្វីផ្សេងមិនមែនជាលុយអាស្រ័យលើក្តីប្រាថ្នានិងគោលដៅរបស់អ្នកទោះជាយ៉ាងណាឲ្យតែអ្នកពេញចិត្តហើយសម្រេចបានអ្វីដែលអ្នកពេញចិត្តនោះវាគឺជាភាពជោគជ័យរបស់អ្នក 10. កុំរំពឹងផ្អែកលើចំណូលតែមួយត្រូវវិនិយោគដើម្បីរកប្រភពចំណូលផ្សេងទៀតមិនថាអ្នករកចំណូលបានច្រើនប៉ុណ្ណានោះទេអ្នកគួរគិតថាចំណូលដែលមានប្រភពតែមួយមិនអាចធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នកបានឡើយដំណោះស្រាយដែលអាចធានាបានលើបញ្ហាហិរញ្ញវត្ថុមានលុយចាយគ្រប់គ្រាន់និងបោះជំហានខ្លាយទៅជាអ្នកមានគឺការចេះប្រើទុនមួយចំនួនទៀតទៅលើវិនិយោគរកស៊ីលើមុខរបរផ្សេងទៀតនេះអាចជួយការពារអ្នកបានអំពីបញ្ហាលុយកាក់ពោលគឺបើបាត់បង់ចំណូលពីមុខរបរមួយនៅមានមុខរបរមួយផ្សេងជួយផ្គត់ផ្គង់បើខាតមួយនៅមានមួយមុខរបរទៀតដែលអ្នកគិតថាអាចរកចំណូលមកឲ្យអ្នកបានដោយមិនចាំបាច់មានការព្រួយបារម្ភឡើយគ្មានអ្វីមានភាពស្ថិតស្ថេរទេបើយើងមានចំណូលច្រើនទិសនោះយើងមានសុវត្ថិភាពហិរញ្ញវត្ថុច្រើនជាងចំណូលច្រើនទិសឬច្រើនប្រភពប្រៀបដូចជាទឹកទន្លេឬសមុទ្រដែលមានផ្លូវទឹកហូរចាក់ច្រើនទិសគឺវាមិនងាយរីងស្ងួតឬក៏មិនរីងស្ងួត 11. វិនិច្ឆ័យឲ្យបានត្រឹមត្រូវមុនវិនិយោគលោក Warren Buffett បានសម្រេចចិត្តធ្វើការវិនិយោគទៅតាមគំនិតដែលចេញពីខួរក្បាលលោកផ្ទាល់មិនមែនតាមការបញ្ជារបស់មនុស្សពីក្រោយខ្នងរបស់លោកឡើយលោក Warren Buffett ធ្លាប់បាននិយាយសម្ដីមួយឃ្លាថាលោកជ្រើសរើសបើកក្រុមហ៊ុនមួយដែលល្អអស្ចារ្យហើយសូម្បីតែមនុស្សល្ងង់ក៏អាចដំណើរការវាបានដែរដើម្បីធ្វើឲ្យក្រុមហ៊ុនមួយក្លាយជាក្រុមហ៊ុនអស្ចារ្យបានលុះត្រាតែអ្នកមានគំនិតអស្ចារ្យសិនគំនិតអស្ចារ្យទៅលើអាជីវកម្មនឹងជួយឲ្យអាជីវកម្មនោះហោះបានគំនិតអស្ចារ្យត្រូវតែចេះពីក្បាលរបស់អ្នកផ្ទាល់បើមិនមែនកាត់ចេញពីក្បាលរបស់អ្នកទេវាមិនមែនជាគំនិតអស្ចារ្យទេគំនិតអស្ចារ្យមិនមែនកាត់ចេញពីការលួចគេចម្លងតាមគេឬគេបញ្ជាឬគេប្រាប់ឬគេប្រើនោះទេវាកាត់ចេញពីអ្វីដែលចិត្តរបស់អ្នកចង់និងអ្វីដែលគំនិតរបស់អ្នកគិត 12. កុំភ្លេចសារជាតិដើមរបស់ខ្លួននៅពេលដែលលោក Warren Buffett នៅសិស្សថ្នាក់វិទ្យាល័យលោកមានការងារមួយដែលជាអ្នកដើរចែកចាយកាសែត The Washington Post លោក Buffett បានបញ្យល់ថាការងារដំបូងដែលធ្វើឲ្យវាទៅជាទំនាក់ទំនងមួយដែលមិនសាបសូន្យជាមួយអ្នកកាសែតនោះគឺការបម្រើក្រុមហ៊ុនដោយគិតថាវាជាភាគហ៊ុនដ៏ធំរបស់ខ្លួនបើអ្នកគិតថាក្រុមហ៊ុនដែលអ្នកធ្វើការជាមួយជាដៃគូរបស់អ្នកគង់តែថ្ងៃណាមួយវាដូចអ្នកគិតអ្នកនឹងក្លាយជាអ្វីដែលអ្នកគិតព្រោះអ្នកនឹងធ្វើតាមអ្នកគិតហើយលទ្ធផលនឹងកើតឡើងនៅតាមតែអ្នកធ្វើ 13. ត្រូវរស់នៅឲ្យបានក្រោមចំណូលរបស់ខ្លួនបើទោះបីជាលោក Buffett មានទ្រព្យសម្បត្តិច្រើនជាង 39,000 លានក៏ដោយក៏លោកបានរស់នៅក្នុងផ្ទះតែមួយតម្លៃ $31,500 ប៉ុណ្ណោះដែលលោកបានទិញវានៅក្នុងឆ្នាំ 1958 ហើយលោកហៅការទិញផ្ទះនោះជាការវិនិយោគដ៏ល្អបំផុតជំនួសឲ្យការខ្សែធននៅពេលដែលអ្នកចំណាយច្រើនតាមចំណូលរបស់អ្នកបើចង់ឲ្យលុយកើនអ្នកត្រូវត្បៀតមុខចំណាយពង្រីកមុខចំណូលធ្វើយ៉ាងណាឲ្យចូលត្រូវធំជាងចេញចំណេញត្រូវតែធំជាងចំណាយ 14. ទប់ចិត្តខ្លួនឯងចំពោះការវិនិយោគលើអ្វីមួយដែលល្បីតែមួយឆាវកុំដោយសារតែគេលក់ក្រុមហ៊ុនឲ្យថោកកុំដោយសារតែឃើញគេរកស៊ីបានកុំដោយសារតែការគិតឃើញលុយចំណេញច្រើនត្រូវទប់ចិត្តឲ្យបាននឹងណូសិនមុននឹងវិនិយោគលើអ្វីមួយការគិតឃើញតែភ្នែកគឺជាអារម្មណ៍បន្លំការពិតតែប៉ុណ្ណោះការរកស៊ីត្រូវពឹងលើការគិតមិនត្រូវពឹងលើអារម្មណ៍នោះទេត្រូវគិតឲ្យឃើញថាការចំណេញពិតប្រាកដយុទ្ធសាស្ត្រច្បាស់លាស់ហើយជាពិសេសទៀតនោះគឺព័ត៌មានទាំងអស់ដែលបានតាក់ទងទៅនឹងអាជីវកម្ម 15. ស្រឡាញ់ការងារខ្លួនឯងលោក Buffett ថ្លែងថាជីវិតគឺខ្លីខ្លាំងណាស់ដូច្នេះហើយគួរតែចំណាយពេលរបស់យើងធ្វើការអ្វីដែលយើងស្រឡាញ់ចេញពីចិត្តពិតប្រាកដគឺល្អបំផុតធ្វើអ្វីដែលយើងពេញចិត្តពិតជាមានសេចក្តីសុខខ្លាំងណាស់ជីវិតយើងនឹងមានន័យហើយយើងនឹងធ្វើបានល្អបំផុតយើងត្រូវមានក្តីស្រមៃជាក់លាក់ក្នុងជីវិតទើបអាចរកឃើញនៅការងារពិតប្រាកដរបស់ខ្លួនដែលខ្លួនស្រឡាញ់ 16. បដិញ្ញាចិត្ត Buffett ជាក្មេងដែលចូលចិត្តទិញលក់តាំងពីក្មេងនៅក្នុងភូមិរបស់គេតែងប្រមូលទិញដូចជាត្រីនិងរបស់របរចាស់ៗដើម្បីបានចំណេញប្រាក់ខ្លះៗ
អ្វីដែលគួរគាត់សម្គាល់របស់គាត់មួយទៀតនោះគឺថាគាត់ធំនឹងក្តីឡើងមកជាមួយនឹងការរកលុយដល់ខ្លួនឯងដើម្បីវិនិយោគលើចំនួនធំដុំនាពេលអនាគតហើយនៅគ្រាមួយនោះគាត់បាននិយាយប្រាប់ប្អូនស្រីរបស់គាត់ថាបងនឹងក្លាយជាមហាសេដ្ឋីនៅអាយុ30ឆ្នាំបើអ្នកជាមនុស្សដែលមានការបដិញ្ញាចិត្តខ្ពស់អ្នកច្បាស់ជាហ៊ានប្រកាសប្រាប់អំពីសុបិនឬក្តីសម័យរបស់អ្នកហើយការបដិញ្ញានិងការប្រកាសនេះវានឹងជំរុញឲ្យអ្នកមានកម្លាំងចិត្តក្នុងការប្រយុទ្ធយកឈ្នះលើសមរភូមិនៃជីវិតអ្នកត្រូវហ៊ានកំណត់ខ្លួនឯងឲ្យច្បាស់ថាអំពីអ្វីដែលអ្នកខ្លាយទៅជាព្រោះវានឹងធ្វើឲ្យអ្នកខ្លាយទៅជាអ្វីដែលអ្នកបានកំណត់វាគឺជាសុបិនរបស់អ្នកវាជាជីវិតរបស់អ្នកវាធ្វើឲ្យអ្នកមានថាមពលជីវិតវាធ្វើឲ្យជីវិតរបស់អ្នកមានន័យខ្លឹមសារ17កុំលេងល្បែងឲ្យសោះអ្នកអាចរកស៊ីពីកន្លែងល្បែងតែអ្នកដាច់ខាតកុំលេងល្បែងឲ្យសោះព្រោះល្បែងគេតាក់តែងបង្កើតឡើងសម្រាប់មនុស្សល្ងងមនុស្សឆោតមនុស្សឈួតតែប៉ុណ្ណោះល្បែងអាចធ្វើឲ្យជំនួយរលត់ជីវិតរលាយហើយគ្រួសារអន្តរាយយ៉ាងអាម៉ាស់បំផុត Warren Buffett មិនចូលចិត្តលេងល្បែងទេតែគាត់ចូលទៅរកលុយពីកន្លែងល្បែងប្រណាំងសេះលុយដែលគាត់រកបាននៅកន្លែងប្រណាំងសេះមិនមែនបានមកពីការភ្នាល់គ្នានោះទេតែជាការប្រមូលបាននៅសម្បត្តិទស្សនាមួយចំនួនដែលអ្នកទស្សនាបោះចោលឬធ្លាក់ជ្រុះមកមិនដឹងខ្លួនគាត់បានយកសម្បត្តិទាំងនោះទៅលក់បន្តដើម្បីរកលុយបន្ថែមជាមួយមិត្តភក្តិម្នាក់ទៀត18កត្តាជំរុញគាត់បាននិយាយថាអំឡុងពេលរៀននៅវិទ្យាល័យគាត់បានគិតរឿងពីរនៅក្នុងខួរក្បាលរបស់គាត់គឺទី1មិត្តស្រីទី2ឡានរឿងទី1អំពីមិត្តស្រីនោះគឺគាត់មានទំនាក់ទំនងល្អមិនមានបញ្ហាអ្វីនោះទេចំណែករឿងទី2ដែលគាត់ចាត់ទុកថាជាគោលដៅរបស់គាត់នោះគឺគាត់ចង់បានឡានមិនយូរប៉ុន្មានគាត់ក៏ទទួលបានឡានតាមក្តីប្រាថ្នារបស់គាត់នេះគឺជាបំណងប្រាថ្នាដែលធ្វើឲ្យមនុស្សមានតណ្ហាពុះកញ្ជ្រោលចំណងពុះកញ្ជ្រោលជំរុញឲ្យធ្វើសកម្មភាពបានគ្រប់យ៉ាងដើម្បីសម្រេចឲ្យតតែបានតាមការត្រេកត្រអាលរបស់គេបើគ្មានកត្តាជំរុញទឹកចិត្តដល់ពុះកញ្ជ្រោលនោះទេមនុស្សពិតជាទន់ខ្សោយខ្ជិលច្រអូសនិងស្ទុះសេញជាមិនខានអ្នកជោគជ័យសុទ្ធតែមានកត្តាជំរុញទឹកចិត្តដល់ពុះកញ្ជ្រោលគឺពួកគេចង់បានអ្វីមួយដ៏សំខាន់បំផុតក្នុងជីវិតពួកគេចង់បានយ៉ាងញាត់ទៅត្រឹកទប់ខ្លួនមិនជាប់19ហេតុផលជំរុញទឹកចិត្តបើនិយាយអំពីឪពុកម្ដាយក្មេកវិញលោក Warren Buffett រឹតតែមិនអាចរស់នៅជាមួយពីព្រោះមុននឹងរៀបការពេលស្នើសុំកូនក្រមុំរៀបការជាមួយគាត់ត្រូវបានអនាគតឪពុកម្ដាយក្មេកនិយាយចំអករិះគន់ថាមិនអាចមានសមត្ថភាពស្ថិរភាពចិញ្ចឹមកូនរបស់គាត់ឲ្យរស់ដូច្នេះដើម្បីបញ្ជាក់ថាគាត់មានសមត្ថភាពនិងលទ្ធភាពអាចចិញ្ចឹមកូនឪពុកម្ដាយក្មេករបស់គាត់បានយ៉ាងណានោះគឺមានវិធីតែមួយគត់គឺត្រូវបង្ហាញឲ្យពួកគាត់បានឃើញតាមរយៈការចាប់ដៃគ្នាជាប្តីប្រពន្ធប្រឹងប្រែងរស់នៅដោយខ្លួនឯងដោយមិនពឹងផ្អែកទៅលើឪពុកម្ដាយក្មេកឬឪពុកម្ដាយបង្កើតឡើយគ្រប់យ៉ាងចាប់ផ្ដើមពីការកសាងចេញពីពីរនាក់ប្តីប្រពន្ធដែលមានជីវភាពលំបាករហូតដល់បានជោគជ័យយ៉ាងត្រចះត្រចង់មានទ្រព្យសម្បត្តិហូរហៀរគ្មាននរណាម្នាក់មិនធ្លាប់ត្រូវបានគេមាក់ងាយនោះទេហើយអ្នកដែលមាក់ងាយនោះគឺអាចជាគ្រួសារអ្នកដទៃប៉ុន្តែមិនចាំបាច់ខឹងនឹងពួកគាត់នោះទេនៅពេលនេះអ្វីដែលអ្នកត្រូវធ្វើគឺត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីឡើងខ្ពស់ជាងអ្នកដែលមើលងាយយើងត្រូវយកពាក្យសម្ដីអ្នកដែលមើលងាយយើងមកធ្វើជាហេតុផលជំរុញទឹកចិត្តធ្វើឲ្យចិត្តយើងស្ទុះឡើងក្រោកឡើងសម្រេចក្តីប្រាថ្នារបស់យើង20មានភាពឆ្លាតវៃក្នុងការចាយលុយពេលនិយាយទៅដល់ប្រាក់កាសអ្នកត្រូវមានរបៀបចាយលុយប្រកបដោយភាពឆ្លាតវៃគ្រប់គ្នាតែងតែចាយលុយខ្ជិះលើនេះបន្តិចលើនោះបន្តិចហើយរមែងរកហេតុផលសម្រាលឲ្យការចាយវាផ្ដេសផ្ដាស់នោះអ្នកទិញរបស់ដែលអ្នកមិនចាំបាច់ត្រូវទិញដោយយកហេតុផលអបអរគុណរបស់ខ្លួនឯងឬលើកទឹកចិត្តខ្លួនឯងក្រោយពីបានជោគជ័យលើអ្វីមួយបើបន្តទិញរបស់របរមិនសំខាន់មិនចាំបាច់បែបនេះទៀតស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនឹងជួបការលំបាកអាចនឹងធ្វើឲ្យអ្នកត្រូវបង្ខំចិត្តលក់នៅរបស់ដែលអ្នកទើបតែទិញនោះបើអ្នកចំណាយលុយទិញអ្វីដែលអ្នកមិនត្រូវការនោះឆាប់អ្នកនឹងលក់របស់ដែលអ្នកត្រូវការអ្នកត្រូវចាំជាដាច់ខាតអំពីរឿងនេះមានន័យដោយខ្លីថាអ្នកត្រូវចំណាយលុយទិញអ្វីដែលអ្នកត្រូវការកុំទិញរបស់ដែលអ្នកមិនត្រូវការឲ្យសោះអ្នកចំណាយចំខ្ទង់ហើយធ្វើដូច្នេះអ្នកនឹងអាចមានលុយសន្សំសម្រាប់វិនិយោគនៅថ្ងៃខាងមុខបានថែមទៀតផងមុននឹងទិញទំនិញអ្វីអ្នកត្រូវសួរខ្លួនឯងថាខ្ញុំពិតជាត្រូវការរបស់នេះមែនទេតើខ្ញុំកំពុងចំណាយច្រើនហើយមែនទេតើខ្ញុំអាចសន្សំលុយដែលខ្លួនមិនចាំបាច់ទិញរបស់នេះបានទេ21រៀនសន្សំអ្នកត្រូវសន្សំសំចៃនៅខ្ទង់ប្រាក់មួយបង្ការក្រែងមានព្រឹត្តិការណ៍ចៃដន្យណាមួយកើតឡើងគ្រប់គ្នាតែមិនអាចសន្សំប្រាក់បានច្រើនដោយតែពួកគេគិតនោះទេពីព្រោះតែងតែមានហេតុការណ៍ចៃដន្យផ្សេងកើតឡើងដើម្បីត្រៀមសម្រាប់ខ្ទង់ថវិកាពិសេសភ្លាមក្រោយពេលបើកប្រាក់ខែអ្នកត្រូវដកប្រាក់ខ្លះចូលគណនីសន្សំភ្លាមមហាសេដ្ឋីរូបនេះបានចែករំលែកការយល់ឃើញរបស់គាត់នៅក្នុងកម្មវិធីទូរទស្សន៍មួយថា
ខ្ញុំគិតថាកំហុសដ៏ធំបំផុតរបស់មនុស្សមិនរៀនអំពីទម្លាប់នៃការសន្សំឲ្យបានត្រឹមត្រូវតាំងពីដំបូងព្រោះថាការសន្សំគឺជាទម្លាប់មួយគាត់បានបន្ថែមទៀតថាកំហុសធំមួយទៀតនោះគឺថាព្យាយាមចង់មានលឿនពេកគាត់ពោលដូច្នេះវាពិតជាងាយស្រួលបើយើងចង់ក្លាយជាអ្នកមានសន្សំប៉ុន្តែវាមិនងាយស្រួលនោះទេបើចង់មានឆាប់ពេកនោះការសន្សំមួយកាក់មួយសេនវាមិនអាចធ្វើយើងមានដោយឆាប់នោះទេតែយើងបង្កើតទម្លាប់សន្សំកាលណាយើងមានទម្លាប់សន្សំដ៏ល្អយើងនឹងបានដឹងអំពីឥទ្ធិពលនៃការសន្សំនេះនៅថ្ងៃណាមួយជាក់ជាមិនខានការសន្សំលុយវាមិនត្រឹមតែធ្វើឲ្យលុយកើនឡើងច្រើននោះទេវាថែមទាំងធ្វើឲ្យលុយកើតឡើងកាន់តែច្រើនទៀតផង22សន្សំសំចៃការសន្សំលុយថ្ងៃនេះមិនមែនបានផលថ្ងៃនេះនោះទេតែវាផ្ដល់ផ្លែផ្កានៅថ្ងៃអនាគតអ្នកអាចប្រើវាសម្រាប់ដោះស្រាយបញ្ហាគ្រោះអាសន្នដែលអាចកើតឡើងដោយយថាហេតុឬអ្នកអាចប្រើប្រាស់វាដើម្បីវិនិយោគនៅថ្ងៃខាងមុខប្រការសំខាន់បំផុតនោះគឺថាច្បាប់មួយទៀតរបស់លោក Buffett គឺមិនត្រូវសន្សំក្រោយចាយនោះទេតែត្រូវសន្សំមុនចាយអ្នកជោគជ័យសន្សំមុនចាយអ្នកបរាជ័យចាយមុនសន្សំ Buffett តែនិយាយថាអ្នកត្រូវរក្សារបៀបរស់នៅសាមញ្ញបើអ្នកចង់សន្សំប្រាក់ការចាយប្រាក់ដែលមានផែនការនឹងជួយអ្នកជៀសវាងបាននូវការខ្ជិះខ្ជាយប្រាក់កាសមនុស្សជាច្រើនចង់រស់នៅលយឆាយហួសពីសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួនដើម្បីការពារខ្លួនយើងពីវិបត្តិដាច់ខាតកុំចាយវាយហួសសមត្ថភាពហិរញ្ញវត្ថុរបស់យើង23ការខ្ចីបុលអ្នកមិនអាចខ្លាចជាអ្នកមានបានដោយរស់វ័នកនឹងបំណុលនោះទេមនុស្សមួយចំនួនតែងគិតថាការខ្ចីបុលគឺអាចគ្រប់គ្រងបានដោយឡែកការខ្ចីបុលគួរស្ថិតនៅក្នុងដែនកំណត់ណាមួយហើយការខ្ចីលុយទៀតសោតគួរតែមានគោលដៅចំណាយច្បាស់លាស់អ្វីដែលអ្នកគួរធ្វើនោះគឺខ្ចីលុយដើម្បីយកមកបង្កើតលុយមុននឹងខ្ចីអ្នកត្រូវវាយតម្លៃអំពីលំហូរសាច់ប្រាក់និងតម្រូវការហិរញ្ញវត្ថុផ្សេងៗនៅពេលអនាគតអ្នកគួរតែកំណត់ពេលវេលាជាក់លាក់សម្រាប់ខ្លួនឯងចំពោះការជំពាក់បំណុលគេអ្នកមិនមែនជាខ្ញុំបញ្ជាគេរហូតនោះទេមានពេលខ្លះចាំបាច់ត្រូវខ្ចីបុលគេតែអ្នកនឹងមានពេលវេលាដ៏ពិបាកជាងនឹងទៀតដើម្បីសន្សំសំចៃនិងឯករាជ្យលើហិរញ្ញវត្ថុបើផ្អែកលើការឥណទាននិងការខ្ចីបុលច្រើនពេកនាំឲ្យហិរញ្ញវត្ថុរបស់អ្នកជួបបញ្ហាបើអ្នកមានជំពាក់លុយគេត្រូវខិតខំសងឲ្យវាបានឆាប់បំផុតតាមតែអាចធ្វើបានហើយរកឲ្យខ្លួនឯងនៅវិធីមួយដែលមិនពឹងផ្អែកលើការខ្ចីបុលការខ្ចីបុលគេវាមិនមែនជារឿងអាក្រក់នោះទេតែការយកលុយខ្ចីបុលគេមកប្រើមិនចំទិសដៅមិនបង្កើតនិងបង្កើនចំណូលបែរជាបង្កើតនិងបង្កើនបំណុលទៅវិញទេទើបជារឿងអាក្រក់អ្នកជោគជ័យខ្ចីលុយគេមកបង្កើតទ្រព្យអ្នកបរាជ័យខ្ចីលុយគេបង្កើតបំណុល24ហានិភ័យតាមទ្រឹស្ដីរបស់កម្ពុជាមហាសេដ្ឋីរូបនេះហានិភ័យកើតចេញពីអ្វីដែលយើងមិនដឹងច្បាស់នៅអ្វីដែលខ្លួនកំពុងធ្វើមនុស្សម្នាក់ចង់រកលុយហើយចង់រកឲ្យបានច្រើននិងឆាប់ទៀតផងអញ្ចឹងហើយបានជាមនុស្សមួយចំនួនធំបានយកលុយយ៉ាងច្រើនទៅវិនិយោគដោយរំពឹងថានឹងទទួលបានប្រាក់ចំណូលមកវិញដោយពុំបានសិក្សានិងវិភាគហានិភ័យផ្សេងនោះទេដូច្នេះគួរជៀសវាងបញ្ហានេះអ្នកវិនិយោគក៏ដូចជាសហគ្រិនត្រូវតែសិក្សាអំពីហានិភ័យផ្សេងបើគ្មានជំនាញនិងមិនដឹងពីវិធីវិភាគទេត្រូវទៅរកសេវាកម្មរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ទៅ25ដកថយនៅពេលដែលអ្នកគិតថាចាំបាច់ចំណុចដ៏សំខាន់បំផុតនៅពេលដែលអ្នកសង្កេតឃើញថាខ្លួនអ្នកកំពុងស្ថិតនៅក្នុងរណ្ដៅដ៏ជ្រៅមួយនោះគឺត្រូវឈប់ជីកវាតទៅទៀតពេលខ្លះដកថយមួយជំហានដើម្បីយកចំហហើយលោតទៅមុខបានឆ្ងាយជាងអ្នកដែលទៅមុខបានឆ្ងាយមិនមែនចេះតែបោះជំហានទៅមុខរហូតនោះទេមានពេលខ្លះគេក៏ត្រូវបោះជំហានថយក្រោយសិនដែរ26នៅពេលតម្លៃភាគហ៊ុនធ្លាក់កុំលក់គឺត្រូវទិញបន្ថែមការលើកឡើងនៅពេលនេះគឺមិនមែនជារឿងចៃដន្យនោះទេគាត់បានទាញចេញពីបទពិសោធន៍របស់គាត់ផ្ទាល់គាត់ធ្លាប់មានបទពិសោធន៍ខាតបង់អស់ $2,000 លានក្នុងរយៈពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីតម្លៃភាគហ៊ុនក្នុងគម្រោងវិនិយោគធំរបស់គាត់មួយចំនួនបានធ្លាក់ចុះព្រមគ្នាគាត់បានមានប្រសាសន៍ថាវិនិយោគិនដែលចូលចិត្តលោតពីលើកប៉ាល់នៅពេលកប៉ាល់រកកលលិចទឹកគាត់ចង់សម្ដៅទៅលើវិនិយោគិនសម្រាប់ចិត្តលក់ភាគហ៊ុននៅពេលតម្លៃធ្លាក់ចុះគឺបានធ្វើឲ្យខ្លួនឯងបាត់បង់ឱកាសដើម្បីស្រង់ដើមឬបានចំណេញមកវិញនៅពេលតម្លៃភាគហ៊ុនកើនឡើងបន្ទាប់ពីការលក់ហើយ Warren Buffett បានផ្ដល់យោបល់ថាយើងគួរតែធ្វើផ្ទុយពីអ្នកបរាជ័យគឺយើងត្រូវទិញនៅពេលដែលមនុស្សភាគច្រើនលក់ហើយលក់នៅពេលដែលមនុស្សភាគច្រើនទិញ27រកស៊ីកុំឲ្យខាតលោក Warren បានរៀនសូត្រនៅច្បាប់វិនិយោគដ៏សំខាន់ពីលោកគ្រូរបស់គាត់គឺច្បាប់ទី1រកស៊ីកុំឲ្យខាតឯសោះច្បាប់ទី2កុំភ្លេចច្បាប់ទី1ជាការពិតណាស់គ្មាននរណាម្នាក់និយាយថាការចំណាយឬការបាត់បង់ប្រាក់គឺជាគំនិតល្អដោយអ្នកត្រូវជៀសវាងហានិភ័យតាមដែលអ្នកអាចធ្វើទៅបាននោះទេ
គាត់បាននិយាយថាដើម្បីឲ្យមានសុភមង្គលនិងទទួលបានជោគជ័យមិនត្រូវប្រថុយដូរអ្វីដែលអ្នកត្រូវការដើម្បីទទួលបានអ្វីមួយដែលអ្នកគ្រាន់តែចង់បានទោះបីជាមានភាគរយខ្ពស់ក៏ដោយ28កុំចំណាយច្រើនជាងតម្លៃពិតប្រាកដគាត់និយាយថាថ្លៃគឺជាអ្វីដែលអ្នកចំណាយតម្លៃគឺជាអ្វីដែលអ្នកទទួលបានដូច្នេះអ្នកអាចនឹងខាតបង់ប្រាក់និងបំពេញលើច្បាប់ទី1ប្រសិនបើអ្នកចំណាយប្រាក់ច្រើនជាងតម្លៃដែលអ្នកទទួលបានឧទាហរណ៍នៅពេលដែលមនុស្សគ្រប់គ្នាកំពុងតែទិញអចលនទ្រព្យតម្លៃទីផ្សារអចលនទ្រព្យនឹងឡើងខ្ពស់រហូតហួសតម្លៃពិតឬវត្ថុមួយដែលមានតម្លៃតែ$8អ្នកត្រូវចំណាយដល់$10ដោយមិនបានតថ្លៃជាដើមគាត់បន្តថាមិនថាយើងកំពុងនិយាយអំពីស្រោមជើងឬភាគហ៊ុនខ្ញុំចូលចិត្តទិញទំនិញដែលមានគុណភាពនៅពេលដែលវាចុះថ្លៃកុំពឹងផ្អែកលើចំណូលតែមួយច្រកត្រូវបង្កើតប្រភពចំណូលផ្សេងទៀតឲ្យបានច្រើនដំបូន្មានសម្រាប់អ្នកចាប់ផ្ដើមបើកជំនួញថ្មីលោក Warren Buffett បានផ្ដល់ដំបូន្មានល្អៗសម្រាប់ដល់អ្នកកំពុងចាប់ផ្ដើមធ្វើអាជីវកម្មថ្មីជាពិសេសរឿងគ្រប់គ្រងថវិកា 1. មានប្រាក់ច្រើនសម្រាប់ប្រើការលោក Buffett បាននិយាយថាក្រុមហ៊ុន Berkshire Hathaway របស់គាត់មានយ៉ាងហោចណាស់$20,000 លាននិងជាធម្មតាមានច្រើនជាងនេះហើយអាចដកប្រើការបានពេលណាក៏បានបើចាំបាច់គាត់ថ្លែងថាប្រាក់ទាំងនេះបានរក្សាក្រុមហ៊ុនឲ្យរួចចេញពីផុតពីបញ្ហាក្នុងកំឡុងពេលវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ2008ដែលបានធ្វើឲ្យក្រុមហ៊ុនខ្លះដួលរលំឬលំបាកដំណើរការមិនមែនយកប្រាក់ទាំងនេះទុកក្រោមពុកនោះទេអ្នកត្រូវកាត់ចំណែកសមរម្យដាក់ក្នុងគណនីសន្សំឬវិនិយោគផ្សេងៗដែលអាចបង្កើតជាចំណូលមកវិញលោក Buffett បាននិយាយថាសាច់ប្រាក់គឺដើម្បីអាជីវកម្មដូចគ្នានឹងអុកស៊ីសែនគឺសម្រាប់រាងកាយ 2. វិនិយោគលើខ្លួនឯងលោក Buffett ជាញឹកញាប់និយាយថាអ្នកគួរតែវិនិយោគលើខ្លួនឯងតាមតែអ្នកអាចធ្វើបានចាប់ពីការថែរក្សាសុខភាពរាងកាយការរកការងារដែលអ្នកស្រឡាញ់ធ្វើការសិក្សាអប់រំគាត់បាននិយាយនៅក្នុងបទសម្ភាសន៍មួយថាអ្វីដែលអ្នកបានធ្វើដើម្បីឲ្យប្រសើរឡើងនៅទេពកោសល្យផ្ទាល់ខ្លួននឹងធ្វើឲ្យខ្លួនឯងមានតម្លៃកាន់តែច្រើននិងទទួលបានមកវិញសមប្រកបគាត់បញ្ជាក់បន្ថែមថាសមត្ថភាពនិងជំនាញរបស់អ្នកគ្មាននរណាយកបានទេខុសពីទ្រព្យសកម្មមានន័យថាអ្នកត្រូវទៅសាលារៀនចូលវគ្គបណ្ដុះបណ្ដាលចាប់ផ្ដើមអាជីវកម្មស្ម័គ្រចិត្តក្នុងទូនាទីណាមួយដែលអ្នកអាចបង្រៀនជំនាញដែលអ្នកមិនមានពីមុនមកការរៀនសូត្រមិនមែនជាការចំណាយទេតែជាការវិនិយោគការចំណាយពេលវិនិយោគមកលើខ្លួនឯងគឺជារឿងដែលល្អបំផុតដែលអ្នកត្រូវធ្វើមុនធ្វើអ្វីទាំងអស់នេះជាការលើកឡើងរបស់លោក Warren Buffett គាត់បានបញ្យល់ថាការចំណាយពេលរបស់អ្នកទៅលើការអប់រំការបណ្ដុះបណ្ដាលការវិវត្តជំនាញរបស់ខ្លួនការរៀនសូត្រអ្វីដែលថ្មីឬការចាប់ផ្ដើមក្រុមហ៊ុនផ្ទាល់ខ្លួនមួយដោយខ្លួនឯងទាំងអស់នេះសុទ្ធតែមានអត្ថប្រយោជន៍សំខាន់ខ្លាំងណាស់3. កំណត់គោលដៅរយៈពេលវែងកំហុសដែលមនុស្សភាគច្រើនបានធ្វើគឺថាពួកគេព្យាយាមចាប់យកអ្វីមួយដែលអាចផ្ដល់ផលចំណេញច្រើនក្នុងរយៈពេលភ្លាមៗពីការបណ្ដាក់ទុនគាត់ថាការគិតបែបនេះនឹងធ្វើឲ្យអ្នកមានបញ្ហាដោយផ្ដល់ដំបូន្មានឲ្យបណ្ដាក់ទុនលើអ្វីមួយដែលមានស្ថិរភាពរយៈពេលយូរឆ្នាំអ្វីដែលបានមកឆាប់ពេកគឺជាទិន្នផលតិចតួចស្ដួយស្ដាងមើលងាយនិងបាត់បង់ទៅវិញអ្វីដែលបានមកដោយប្រើរយៈពេលយូរវារឹងមាំស្ថិតស្ថេរគង់វង្សនិងជាទិន្នផលច្រើនមហាសាល 4. ដោះខាត់គំនិតរបស់អ្នកឲ្យកាន់តែភ្លឺស្វាងខ្ញុំបានចំណាយពេលវេលាយ៉ាងច្រើនលើសលប់ក្នុងមួយថ្ងៃដើម្បីអង្គុយគិតគ្រប់ច្រកល្ហកនេះមិនមែនជារឿងទូទៅឡើយនៅក្នុងពិភពជំនួយរបស់អាមេរិកខ្ញុំចូលចិត្តអានហើយចាប់ផ្ដើមគិតបន្ទាប់មកស្វែងរកការសម្រេចចិត្តមួយសម្រាប់ខ្លួនឯងខ្ញុំធ្វើដូច្នេះក៏ដោយសារតែខ្ញុំពេញចិត្តនឹងជីវិតបែបនេះអ្នកត្រូវចំណាយពេលវេលារៀនសូត្រឥតឈប់ឈរដើម្បីមានប្រាជ្ញាក្នុងជីវិតសូមចាំថាលើโลกនេះអ្នកដែលមានប្រាជ្ញានឹងឈ្នះអ្នកដែលមានប្រាជ្ញានឹងមើលឃើញនៅផ្លូវច្បាស់និងមើលឃើញឱកាសយ៉ាងច្រើនក្នុងជីវិតប្រសើរដោយសារតែយើងមានប្រាជ្ញាអាជីវកម្មជោគជ័យមិនមែនដោយសារលុយទេគឺដោយសារប្រាជ្ញា 5. មុននឹងទៅត្រូវដឹងពីអ្វីដែលអ្នកត្រូវទៅវាជារឿងល្អប្រសើរដើម្បីទិញក្រុមហ៊ុនដ៏អស្ចារ្យមួយក្នុងតម្លៃសមរម្យជាជាងទិញក្រុមហ៊ុនធម្មតាមួយដែលលក់ក្នុងតម្លៃដ៏ខ្ពស់ក្រុមហ៊ុនបរាជ័យភាគច្រើនដោយសារតែមូលហេតុកំណត់របស់ម្ចាស់វាពោលគឺម្ចាស់វាគ្មានកំណត់អភិវឌ្ឍឬថាម្ចាស់វាមិនឆ្លាតដូច្នេះយើងត្រូវពិនិត្យមើលក្រុមហ៊ុនខ្សែធនទាំងនោះឲ្យបានច្បាស់លាស់និងសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយប្រសិនបើឃើញថាក្រុមហ៊ុននោះនៅខ្វះគំនិតនោះយើងត្រូវបញ្ចូលគំនិតរបស់យើងចូលទៅអភិវឌ្ឍវាប្រសិនបើក្រុមហ៊ុននោះមិនមែនបរាជ័យដោយសារកត្តាគំនិតអភិវឌ្ឍទេយើងត្រូវពិចារណាថាតើកត្តាអ្វីដែលយើងអាចបញ្ចូលទៅក្នុងវាដើម្បីជោគជ័យបើមានចូលទិញវាចុះ
6ត្រូវឆ្លាតនិងដឹងឲ្យប្រកបនៅក្នុងមុខរបរអាជីវកម្មវាជាកំណត់ដ៏អស្ចារ្យមួយដែលខ្ញុំបានព្យាយាមបោះទុនទិញភាគហ៊ុនដែលផ្ទុយទៅនឹងមនុស្សល្ងងអាចរត់គេចពីវាសូមកុំយល់ថាឲ្យតែមុខរបរគេមិនសូវធ្វើគឺជាមុខរបរដែលមិនគួរធ្វើចូលគិតថាបើគេមិនធ្វើវាគឺជាការល្អបំផុតសម្រាប់អ្នកធ្វើគេមិនធ្វើដោយសារគេមើលមិនឃើញចំណេញនៅថ្ងៃខាងមុខយើងត្រូវសិក្សាឲ្យឃើញចំណេញហើយចាប់ផ្ដើមធ្វើវាកុំធ្វើអ្វីដែលគេធ្វើច្រើនត្រូវធ្វើអ្វីដែលគ្មានគេធ្វើឬត្រូវធ្វើអ្វីដែលគេរត់គេចមិនធ្វើឱកាសល្អតែងតែបន្លាចឲ្យមនុស្សភ័យខ្លាចហើយរត់គេច7ឲ្យតម្លៃទៅលើពេលវេលាមហាសេដ្ឋី Bill Gates បានលើកឡើងថាមិនថាអ្នកមានលុយប៉ុន្មាននោះទេអ្នកមិនអាចទិញពេលវេលាបានច្រើននោះទេគាត់ថាត្រង់ចំណុចនេះមហាសេដ្ឋី Warren Buffett បានជ្រាបច្បាស់ជាងអ្នកណាទាំងអស់លោក Buffett តែងតែចំណាយពេលវេលាជាមួយក្រុមប្រឹក្សាយោបល់របស់គាត់និងស្វែងរកពេលវេលាដើម្បីឆ្លើយសំណួរមួយចំនួនពីអ្នកប្រឹក្សាយោបល់របស់គាត់លោក Bill Gates មានប្រសាសន៍ថាគាត់ចិត្តល្អណាស់ក្នុងការចំណាយពេលវេលាជាមួយមនុស្សដែលគាត់មានទំនុកចិត្តទោះបីជាយ៉ាងណាក៏ដោយក៏លោក Buffett ដឹងថាពេលវេលារបស់គាត់មានតម្លៃប៉ុណ្ណាជាពិសេសគាត់មិនចំណាយពេលអត់ប្រយោជន៍ក្នុងពេលប្រជុំម្ដងនោះទេពោលគឺគាត់និយាយតែពីរឿងចាំបាច់និងសាច់ការតែប៉ុណ្ណោះនេះបើតាមការអះអាងរបស់លោក Bill Gates មហាសេដ្ឋី Bill Gates ធ្លាប់និយាយថាធ្វើជាបុគ្គលដែលច្រណែននឹងពេលវេលារបស់គាត់គឺជាមេរៀនសំខាន់បំផុតមួយដែលគាត់បានរៀនសូត្រពីលោក Buffett ពីឃ្លាមួយដែលលោក Buffett ធ្លាប់ផ្ដល់ដំបូន្មានដូចនេះថាក្នុងមួយថ្ងៃយើងមានពេលតែ24ម៉ោងប៉ុណ្ណោះដូច្នេះហើយយើងត្រូវចំណាយពេលទាំងនេះឲ្យមានតម្លៃបំផុតបើពិនិត្យទៅលើទស្សនវិជ្ជាជាក់ស្ដែងលោក Buffett ពិតជាបុគ្គលដែលឲ្យតម្លៃទៅលើពេលវេលាខ្លាំងជាងគេបំផុតមែនត្បិតអីរាល់សកម្មភាពរបស់គាត់ប្រចាំថ្ងៃគាត់បានវិនិយោគវាយ៉ាងធំធេងទៅលើការងាររបស់គាត់8ត្រូវក្លាហានខ្ញុំតែងតែជឿជាក់លើខ្លួនឯងថាខ្ញុំនឹងក្លាយជាអ្នកមានខ្ញុំមិនដែលសង្ស័យថាខ្ញុំមិនអាចក្លាយជាអ្នកមានសូម្បីតែបន្តិច Warren Buffett បានប្រកាសប្រាប់គ្រួសាររបស់គាត់ថាគាត់នឹងក្លាយជាមហាសេដ្ឋីនៅអាយុ30ឆ្នាំហើយអ្វីៗវាសម្រេចមុនពេលវេលាកំណត់របស់គាត់ទៅទៀតដំបូន្មានរបស់លោក Buffett គឺថាប្រសិនបើអ្នកចង់ជោគជ័យសូមកុំឲ្យភាពភ័យខ្លាចរបស់អ្នកមកបញ្ឈប់សកម្មភាពរបស់អ្នកត្រូវកម្ចាត់វាចោលមុនពេលវាមកកម្ចាត់អ្នកចំណុចនេះគាត់បានលើកឡើងបទពិសោធន៍ផ្ទាល់ខ្លួនមួយដែលគាត់តែងតែភ័យខ្លាចមិនសូវហ៊ានប្រឈមមុខឡើងថ្លែងជាសាធារណៈក្រោយមកគាត់បានយកមេរៀនរបស់លោក Dale Carnegie អ្នកនិពន្ធល្បីល្បាញរបស់អាមេរិកមកហ្វឹកហាត់នៅទីបំផុតគាត់ទទួលបានជោគជ័យពិតប្រាកដមែនហើយបានក្លាយជាបុគ្គលម្នាក់ដែលផ្ដល់ដំបូន្មានល្អៗរាប់ផ្លេចដល់មនុស្សរាប់លានអ្នកនៅទូទាំងពិភពលោកនេះហើយជាអ្វីដែលគាត់ចង់ឲ្យអ្នកទាំងអស់គ្នាធ្វើដូចនេះ9សម្លឹងឲ្យឆ្ងាយនៅពេលដែលលោក Bill Gates បានជួបលោក Warren Buffett ប្រតិកម្មបន្ទាន់របស់គាត់នោះគឺផ្ដោតទៅលើរូបភាពជោគជ័យរបស់លោក Warren Buffett នោះគឺការជ្រើសរើសនិងវិនិយោគក្នុងទីផ្សារភាគហ៊ុនអ្វីដែលលោក Bill Gates បានរៀនសូត្រពី Buffett គឺសម្លឹងឲ្យឆ្ងាយទៅលើអាជីវកម្មមួយគាត់បានថ្លែងដូចនេះថាគាត់មានគម្រោងក្តាប់អាជីវកម្មទាំងមូលដែលត្រូវគិតនោះគឺអំណាចដ៏ពិតប្រាកដមួយអ្នកមិនគួរវិនិយោគលើអ្វីដែលអ្នកមិនចេះឬមិនច្បាស់និងមើលមិនឃើញអំពីអនាគតរបស់វានោះទេអ្នកត្រូវតែមានភ្នែកទិព្វមើលឃើញច្បាស់ពីអនាគតនៃចំនួនដែលអ្នកនឹងវិនិយោគ10គិតឲ្យបានវែងឆ្ងាយលោក Warren Buffett បានលើកឡើងដូចនេះថាមិនថាអ្នកឆ្លាតមានដងពីកំណើតឬប្រឹងប្រែងយ៉ាងណានោះទេអ្វីៗគឺត្រូវការពេលវេលាអ្នកមិនអាចបង្កើតកូនមួយក្នុងរយៈពេល1ខែដែលឲ្យស្ត្រី9នាក់ពោពោះនោះទេវាមិនមែនកើតឡើងដោយឯងនោះទេមានពេលខ្លះអ្នកប៉ាន់ស្មានហួសពីលុយដែលអ្នករកបានក្នុងមួយឆ្នាំហើយពេលខ្លះអ្នកអាចប៉ាន់ស្មានតិចពេកចំពោះលុយដែលអ្នកអាចរកបានក្នុងរយៈពេល10ឆ្នាំអ្នកវិនិយោគត្រូវការរកស៊ីដោយគិតគូរផ្លូវវែងឆ្ងាយពោលគឺមិនមែនចង់រកស៊ីថ្ងៃនេះថ្ងៃស្អែកបានចំណេញនោះទេវាត្រូវការពេលវេលាអ្នកត្រូវផ្ដោតអារម្មណ៍ជាមួយអ្វីៗដែលអ្នកកំពុងធ្វើតែអ្នកមិនត្រូវឈ្ងោកធ្វើវាដោយមិនមើលមុខនោះទេគឺត្រូវមើលទៅមុខឲ្យបានកាន់តែវែងឆ្ងាយអ្នកត្រូវមើលទៅមុខតែអ្នកមិនត្រូវងាកឆ្វេងងាកស្ដាំឆ្វេងឆ្វាយនោះឡើយ Warren Buffett រមែងនិយាយពីចំណុចនេះរៀបរាប់ពេលផ្ដល់បទសម្ភាសន៍ផ្សេងៗគ្នាគឺប្រាក់មិនលូតលាស់ក្នុងពេលវេលាមួយយប់នោះទេគ្រប់គ្នាតែងវាតម្លៃខ្ពស់ឬទាបពេកចំពោះប្រតិបត្តិការមួយខ្ទង់វិនិយោគមួយឬការសន្សំសំចៃមួយពួកគេរមែងមើលរំលងឬប្រុងប្រយ័ត្នពេកចំពោះលទ្ធភាពកើតចេញនៅហេតុភេទផ្សេងៗក្នុងពេលវេលាខាងមុខហើយចាប់អារម្មណ៍នៅលើផលប្រយោជន៍ចំពោះមុខធាតុពិតគោលដៅយងវែងមានសារៈសំខាន់ណាស់ត្រូវគិតគូរវែងឆ្ងាយចំពោះអនាគតអ្នកបើអ្នកមិនចង់ជួបផលវិបាកទៅ10ឆ្នាំខាងមុខឬរហូតដល់30ឆ្នាំ11កុំវិនិយោគលើអ្វីដែលយើងមិនចេះ Buffett ហាមយើងវិនិយោគមុខរបរណាដែលយើងមិនមានជំនាញត្បិតទង្វើងងឹតងងល់នាំមកនៅគ្រោះថ្នាក់ដល់អ្នក
ទន្ទឹមនឹងនេះការយល់ដឹងច្បាស់លាស់ជួយឲ្យអ្នកកំណត់បានច្បាស់នៅឧបសគ្គឬហានិភ័យពិសេសគឺប្រសិទ្ធភាពហិរញ្ញវត្ថុក្នុងអនាគតដែលគម្រោងនោះនាំមកយើងមិនត្រូវហ៊ានប្រថុយប្រថានក្នុងការរកស៊ីទាំងស្រពេចស្រពិលនោះទេត្រូវរកស៊ីចំពោះអ្វីដែលខ្លួនមានជំនាញពិតប្រាកដបើគ្មានជំនាញពិតប្រាកដអ្នកមិនប្រកាសថាជោគជ័យឡើយបើអ្នកគ្មានជំនាញពិតទេអ្នកដែលមានជំនាញពិតប្រាកដនឹងសម្លាប់អ្នក12ក្តាប់ឲ្យបានប្រាកដបណ្ដាកន្លឹះទាំងឡាយអ្នកត្រូវតែក្តាប់ឲ្យច្បាស់បណ្ដាកន្លឹះសំខាន់ទាំងឡាយណានៃការវិនិយោគការយល់ច្បាស់ពីបច្ចេកទេសហិរញ្ញវត្ថុជួយឲ្យការវិនិយោគរបស់អ្នកប្រឈមនឹងហានិភ័យតិចបំផុតយើងអាចរកស៊ីដោយមិនចាំបាច់មានជំនាញគណនេយ្យតែត្រូវមានជំនាញគិតលេខនិងគិតលុយជាពិសេសត្រូវមានចំណេះដឹងហិរញ្ញវត្ថុជាសំខាន់បើមិនដូច្នោះទេអ្នកនឹងប្រើប្រាស់លុយខុសផ្លូវដែលនាំមកនូវក្តីអន្តរាយលុយបានមកដោយការលំបាកដូច្នេះត្រូវក្តាប់វាឲ្យតឹងណែនបំផុតនិងត្រូវចេះចាយវាឲ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល13ជ្រើសរើសទិញភាគហ៊ុនណាមួយមិនត្រូវផ្អែកលើតម្លៃមួយមុខបើអ្នកត្រៀមវិនិយោគប្រាក់មួយចំនួនទៅលើបណ្ណភាគហ៊ុនប្រការសំខាន់បំផុតគឺត្រូវស្គាល់ច្បាស់ពីបណ្ណភាគហ៊ុនដែលអ្នកត្រៀមទិញលោក Buffett និយាយច្រើនលើកច្រើនសារថាការទិញបណ្ណភាគហ៊ុនរបស់ក្រុមហ៊ុនសមរម្យក្នុងតម្លៃអស្ចារ្យបានន័យថាយើងត្រូវទិញរបស់អ្វីមួយដែលមានប្រយោជន៍របស់វាសមនឹងទឹកប្រាក់ដែលយើងចំណាយទៅលើវាមិនត្រូវផ្ដោតតែលើតម្លៃថោកនោះទេយើងត្រូវទិញរបស់ដែលយើងត្រូវការបំផុតទិញឲ្យបានតម្លៃទាបបំផុតនិងឲ្យបានរបស់ដែលមានគុណប្រយោជន៍ច្រើនបំផុតត្រូវគិតថាការទិញរបស់អ្នកគឺជាការចំណាយមួយដើម្បីបានចំណេញ100ត្រឡប់មកវិញ14តម្លៃលក់និងតម្លៃពិតប្រាកដខុសគ្នាមានរបស់ខ្លះតម្លៃថោកណាស់ហើយគុណភាពក៏សែនទាបដែរហើយក៏មានរបស់ខ្លះតម្លៃធម្មតាតែផលប្រយោជន៍បានមកពីវាធំធេងណាស់តម្លៃលក់គឺទឹកប្រាក់ដែលយើងត្រូវចាយចេញដើម្បីទិញរបស់អ្វីមួយហើយតម្លៃពិតប្រាកដគឺផលប្រយោជន៍នៅក្នុងរបស់នោះការចំណាយលុយថែមបន្តិចដើម្បីទិញរបស់ធន់មាំប្រើបានស្រួលពិតជាសមហេតុសមផលណាស់ហេតុនេះហើយមុននឹងអ្នកទិញអ្វីមួយក៏ដោយត្រូវថ្លឹងថ្លែងរវាងតម្លៃលក់និងតម្លៃពិតប្រាកដរបស់វាឲ្យបានល្អិតល្អន់អ្នកដែលចេះទិញគឺជាអ្នកដែលទិញបានរបស់ល្អបំផុតក្នុងតម្លៃទាបបំផុតតែមានគុណភាពខ្ពស់បំផុតមានគុណប្រយោជន៍ច្រើនបំផុតដែលធ្វើឲ្យចំណេញទាំងលុយនិងពេលវេលា15ជៀសវាងការលម្អទិញទំនិញក្នុងសម័យបច្ចុប្បន្ននេះមនុស្សជាច្រើនមានទំនោរទិញរបស់របរជាច្រើនគ្រាន់តែមានចំណូលចិត្តចំពោះវាប៉ុណ្ណោះឬគ្រាន់តែទទួលអារម្មណ៍ចង់ទិញឬដោយហេតុគេកំពុងឃោសនាបញ្ចុះតម្លៃថោកប៉ុណ្ណោះការលោភលន់បែបនេះអាចរុញឲ្យអ្នកជំពាក់បំណុលយ៉ាងច្រើនពិសេសក្នុងបណ្ណឥណទាននិងបំផ្លាញខ្ទង់សន្សំរបស់អ្នកទៀតដូច្នេះមុនពេលដែលអ្នកដើរផ្សារទិញទំនិញអ្នកត្រូវបង្កើតបញ្ជីមុខទំនិញដែលត្រូវទិញក្រោយមកលុបចោលមូលហេតុលោភលន់ចង់ទិញចេញនេះជាទម្លាប់ល្អមួយដើម្បីវិតម្លៃសារឡើងវិញនៅទម្លាប់ចូលចិត្តទិញទំនិញរបស់អ្នកមិនត្រូវទិញអ្វីដែលអ្នកចង់ទិញទេតែអ្នកត្រូវទិញអ្វីដែលអ្នកត្រូវការទិញតែប៉ុណ្ណោះភាពខុសគ្នារវាងអ្នកដែលជោគជ័យនិងអ្នកជោគជ័យពិតប្រាកដគឺថាអ្នកជោគជ័យពិតប្រាកដតែងតែនិយាយមិនស្របគេស្ទើរតែគ្រប់រឿងតើជំនួយប្រភេទណាដែលធ្វើឲ្យលោក Warren Buffett ក្លាយជាកំពូលអ្នកមានក្រោយពីលោក Benjamin Johnny Watt លោក Buffett បានត្រឡប់មកស្រុកកំណើតវិញសូមបញ្ជាក់ថាខណៈពេលដែលលោក Warren Buffett ធ្វើការជាមួយលោក Benjamin ក្នុងតំណែងជាអ្នកវិភាគគាត់បានរៀនសូត្រយ៉ាងច្រើនពីអ្នកបណ្ដាក់ទុនអ្វីដែលគាត់បានរៀនសូត្រនោះគឺវិធីសាស្ត្រសិក្សាស្វែងយល់អំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរាប់ពាន់ក្រុមហ៊ុនពេលគាត់ត្រឡប់មកស្រុកកំណើតវិញគាត់បានសិក្សាអំពីទស្សនៈរបស់លោក Benjamin ដែលបានណែនាំគាត់ឲ្យទៅនៅឆ្ងាយពីអ្នកលេងភាគហ៊ុននៅ Wall Street នៅពេលនោះគាត់បានរកឃើញថាវាមិនមែនពាណិជ្ជកម្មដែលមានតម្លៃទាបជាងតម្លៃពិតនិងត្រូវដំឡើងថ្លៃឲ្យខ្ពស់ទាំងអស់នោះទេពីព្រោះពាណិជ្ជកម្មខ្លះដួលរលំក៏មានដែរតាមគោលការណ៍របស់លោក Benjamin នៅពេលដែលគាត់វិនិយោគលើភាគហ៊ុនណាមួយក្នុងរយៈពេល2ឆ្នាំមិនឡើងថ្លៃគាត់នឹងលក់វាចេញវិញភ្លាមឬគាត់ប្រើច្បាប់ 50% របស់គាត់មានន័យថាបើភាគហ៊ុនដែលគាត់បានទិញនោះឡើងថ្លៃ 50% នៃហ៊ុនដើមគាត់នឹងលក់វាចេញប៉ុន្តែនៅពេលដែលគាត់លក់វាចេញហើយហ៊ុនទាំងនោះក៏នៅតែបន្តកើនឡើងរហូត 100% ក៏មានដែរលោក Buffett បានរកឃើញថាពួកគេហាក់ដូចជាបានទិញសម្បត្តិរថភ្លើងធ្វើដំណើរទៅកាន់ឋានសួគ៌ហើយបែរជាលោតចុះពីលើរថភ្លើងនៅពាក់កណ្ដាលផ្លូវទៅវិញនេះដោយសារតែដឹងច្បាស់ថារថភ្លើងនោះធ្វើដំណើរឆ្ពោះទៅកាន់ទីកន្លែងណាចំពោះលោក Warren Buffett គាត់បានសិក្សាយ៉ាងលម្អិតអំពីស្ថានភាពនេះហើយគាត់បានអភិវឌ្ឍទស្សនៈនោះឲ្យមានភាពប្រសើរឡើងដោយគាត់សិក្សាអំពីរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះទាំងអស់ដោយចោទសួរថាតើមានកត្តាអ្វីខ្លះដែលធ្វើឲ្យក្រុមហ៊ុនទាំងនោះទទួលបានផលចំណេញរយៈពេលវែងគាត់បានរកឃើញថាក្រុមហ៊ុនដែលទទួលបានផលចំណេញរយៈពេលវែងគឺដោយសារតែក្រុមហ៊ុនទាំងនោះមានប្រៀបក្នុងការប្រកួតប្រជែងនៅលើទីផ្សារដែលអាចឲ្យពួកគេដំឡើងថ្លៃផលិតផលរបស់ពួកគេឬលក់ផលិតផលរបស់ពួកគេបានច្រើនជាងដៃគូប្រកួតប្រជែងហើយអាចរកចំណូលបានច្រើនជាងដៃគូប្រកួតប្រជែងបានយ៉ាងច្រើនមហាសាលគាត់បានរកឃើញទៀតថាបើក្រុមហ៊ុនទាំងនោះរក្សាបាននូវភាពប្រៀបបានគង់វង្សយូរអង្វែង
នោះគុណតម្លៃរបស់ក្រុមហ៊ុនទាំងនោះនឹងកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំលោក Buffett បានជឿជាក់ទៅលើគុណតម្លៃរបស់ក្រុមហ៊ុននីមួយៗថាបើក្រុមហ៊ុនរក្សាបាននូវគុណតម្លៃរបស់ខ្លួនជានិរន្តរ៍នោះឱកាសចំណេញកាន់តែកើនឡើងច្រើនជាលំដាប់ហើយនៅថ្ងៃអនាគតអ្នកបណ្ដាក់ទុននិងអ្នកលេងភាគហ៊ុននឹងមើលឃើញអំពីគុណតម្លៃរបស់ក្រុមហ៊ុនទាំងនោះហើយច្រានចោលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនដែលឡើងថ្លៃគាត់បានឃើញរឿងអស្ចារ្យជាងនេះទៀតនោះគឺអាជីវកម្មទាំងនោះមានសេដ្ឋកិច្ចរង្គោះរង្គើគួរឲ្យភ្ញាក់ផ្អើលអាចនឹងឲ្យមានឱកាសដួលរលំបានយ៉ាងងាយមានន័យថាអ្នកលេងភាគហ៊ុននៅ Wall Street នាំគ្នាទម្លាក់តម្លៃឲ្យទាបខ្លាំងប៉ុណ្ណាលោក Buffett នឹងមានហានិភ័យតិចប៉ុណ្ណោះក្នុងការទិញភាគហ៊ុននោះក្រៅពីនេះនៅពេលដែលពួកគេនាំគ្នាផ្អើលលក់ភាគហ៊ុនចេញគាត់នឹងមានឱកាសចំណេញកាន់តែច្រើនមហាសាលហើយមានន័យថាបើគាត់រក្សាហ៊ុននោះនៅកាន់តែយូរគាត់អាចរកចំណូលបានពីសេដ្ឋកិច្ចរង្គោះរង្គើបានកាន់តែច្រើនហេតុផលទាំងអស់នេះហើយដែលធ្វើឲ្យគាត់អាចរកចំណូលបានយ៉ាងមហាសាលនៅពេលដែលទីផ្សារភាគហ៊ុនឡើងថ្លៃលោក Buffett ប្រើគោលការណ៍ទីណាមានហានិភ័យកាន់តែខ្ពស់ផលចំណេញកាន់តែធំលើសពីនេះលោក Buffett បានរកឲ្យឃើញថាគាត់មិនចាំបាច់រងចាំឲ្យ Wall Street ទម្លាក់តម្លៃឲ្យថោកនោះទេគឺគាត់អាចទិញយកពាក្យហ៊ុននោះនៅក្នុងក្រុមហ៊ុនទាំងនោះបានក្នុងតម្លៃសមរម្យហើយលក់ចេញទៅវិញបានផលចំណេញច្រើនគួរសមផងដែរយ៉ាងទៀតគាត់បានរកឃើញទៀតថាប្រសិនបើគាត់រក្សាហ៊ុននេះទុកបានរយៈពេលយូរមានន័យថាគាត់អាចពន្យាពេលការបង់ពន្ធលើប្រាក់ចំណូលនៃថ្លៃដើមជាបន្តបន្ទាប់ទៀតផងគាត់អាចរួចពន្ធរហូតលុះត្រាតែគាត់លក់ហ៊ុននោះចេញទើបគាត់បង់ពន្ធជាក់ស្ដែងគាត់មិនលក់ហ៊ុននៅ Washington ប៉ុសរហូតដល់សប្តាហ៍ថ្ងៃហើយហ៊ុនរបស់គាត់កើនឡើងដល់ 12,460% ឯណោះគាត់បានបណ្ដាក់ទុននេះចំនួន$11 លានតាំងពីឆ្នាំ1973មកម្ល៉េះឥឡូវនេះប្រាក់ចំណូលរបស់គាត់កើនឡើងដល់$1.4 លានដែលគាត់មិនដែលបង់ពន្ធលើប្រាក់ចំណូលនេះឡើយសូម្បីតែមួយកាក់មួយសេនគាត់បានសិក្សាឲ្យឃើញថាពេលវេលានឹងធ្វើឲ្យគាត់មានប្រសិនបើគាត់បណ្ដាក់ទុននៅក្នុងក្រុមហ៊ុនដែលមានប្រៀបក្នុងការប្រកួតប្រជែងនៅលើទីផ្សារចូលដាក់សុទ្ធទាំងអស់នៅក្នុងកន្ត្រកតែមួយតែត្រូវខ្លំមើលវាឲ្យបានដិតដល់ជាទីបំផុតតើលោក Warren Buffett ចាប់ផ្ដើមស្វែងរកក្រុមហ៊ុនកំពូលចេញពីកន្លែងណាក្រុមហ៊ុនដែល Buffett ចាត់ទុកថាជាក្រុមហ៊ុនកំពូលនោះគឺក្រុមហ៊ុនមានប្រៀបក្នុងការប្រកួតប្រជែងហើយក្រុមហ៊ុនដែលមានប្រៀបក្នុងការប្រកួតប្រជែងដែលលោក Buffett បានរកឃើញនោះគឺមានលក្ខណៈជាមូលដ្ឋាន3គឺលក់ផលិតផលឯកលក់សេវាកម្មឯកនិងជាអ្នកលក់ផលិតផលតម្រូវការឬសេវាកម្មតម្រូវការ 1. លក់ផលិតផលឯកលក់ផលិតផលឯកមានន័យថាផលិតផលមានតែមួយគ្មានពីរលើលោកវាមានលក្ខណៈពិសេសដាច់ដោយឡែកមានរូបមន្តសម្ងាត់ដែលគ្មាននរណាចម្លងបានផលិតផលទាំងនោះមានដូចជា Coca-Cola, Pepsi, Washington Post ក្រុមហ៊ុនទាំងនេះសុទ្ធតែបានបង្កើតនូវផលិតផលរបស់ខ្លួនដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននិងអ្នកប្រើប្រាស់ផលិតផលទាំងនេះគឺកើតចេញពីការសិក្សាអំពីតម្រូវការរបស់អតិថិជនពីបទពិសោធន៍និងការផ្សព្វផ្សាយពាណិជ្ជកម្មនានារាល់ពេលដែលអតិថិជនទិញផលិតផលឯកទាំងនោះពួកគេតែងនឹកឃើញផលិតផលទាំងនោះដកក្នុងចិត្តជាប់ជានិច្ចបើគេចង់ញ៉ាំភេសជ្ជៈគេនឹងនឹកឃើញដល់ Coca-Cola ឬ Pepsi ជាដើម 2. លក់សេវាកម្មឯកលក់សេវាកម្មមានដូចជាសេវាកម្មដឹកជញ្ជូនតាមជើងទឹកអាកាសផ្លូវគោកសេវាកម្មបង្រៀនបណ្ដុះបណ្ដាលជួសជុលថែទាំស្ថាប័នមួយអាចដំណើរការទៅមុខរីកចម្រើនទៅបានលុះត្រាតែមានសេវាកម្មល្អដាច់ដោយឡែកពីគេលោក Buffett មានបទពិសោធន៍មួយកាលពីគាត់ទិញភាគហ៊ុនរបស់ Salomon Brothers ជាធនាគារបណ្ដាក់ទុនមួយគាត់គិតថាគាត់កំពុងតែទិញស្ថាប័នប៉ុន្តែនៅពេលដែលអ្នកជំនាញលាឈប់ពីក្រុមហ៊ុនរួមទាំងអតិថិជនធំៗផងដែរនោះទើបគាត់យល់ថាសារៈសំខាន់នៅត្រង់មនុស្សតែប៉ុណ្ណោះ 3. ជាអ្នកលក់ផលិតផលតម្រូវការឬសេវាកម្មតម្រូវការជានិច្ចឲ្យតែយើងលក់ផលិតផលឬសេវាកម្មដែលជាតម្រូវការរបស់មហាជនកុំបារម្ភខ្លាចលក់មិនដាច់ឬខ្លាចគេមិនទិញអ្នកចំនួនឆ្លាតវៃគេសុខចិត្តចំណេញតិចពីការលក់បានច្រើនប្រសើរជាងលក់បានតិចចំណេញច្រើនអ្នកលក់ត្រូវចេះជ្រើសរើសផលិតផលឬសេវាកម្មដែលផ្ដល់នូវផលប្រយោជន៍ជាច្រើនដល់អតិថិជនដោយដឹងហើយថាដង្ហើមនៃផលិតផលឬសេវាកម្មស្ថិតនៅលើការគ្រប់គ្រងរបស់អតិថិជនបើផលិតផលឬសេវាកម្មរបស់យើងមិនល្អមិនផ្ដល់ប្រយោជន៍ឬផ្ដល់ប្រយោជន៍បានតិចតួចបំផុតដល់អតិថិជននោះអតិថិជននឹងងាករេទៅរកសេវាកម្មឬផលិតផលណាដែលមានគុណភាពគុណប្រយោជន៍ច្រើននិងតម្លៃសមរម្យបើអ្នកលក់អាចផ្គត់ផ្គង់ផលិតផលឬសេវាកម្មល្អមានគុណភាពគុណប្រយោជន៍ច្រើនសន្សំសំចៃនិងមានតម្លៃថោកសមរម្យនោះប្រាក់នឹងហូរចូលហោប៉ៅរបស់អ្នកលក់ដោយស្វ័យប្រវត្តិខ្ញុំដឹងច្បាស់ណាស់ថាខ្ញុំនឹងក្លាយជាអ្នកមានខ្ញុំមិនដែលសង្ស័យអំពីរឿងនេះសូម្បីតែមួយវិនាទីតើលោកមហាសេដ្ឋីលាក់ទុកកំណប់មាននៅកន្លែងណារបាយការណ៍ហិរញ្ញវត្ថុជាកំណប់មាសដែល Warren Buffett ប្រមូលពីភាពមានប្រៀបក្នុងការប្រកួតប្រជែងដ៏គង់វង្សរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះឯងដែលបានប្រាប់គាត់ថា
ក្រុមហ៊ុនធម្មតាដែលមានលទ្ធផលពីប្រតិបត្តិមិនគួរឲ្យចាប់អារម្មណ៍រាល់ឆ្នាំឬក្រុមហ៊ុនដែលមានប្រៀបក្នុងការប្រកួតប្រជែងដ៏គង់វង្សដែលធ្វើឲ្យគាត់មានបានយ៉ាងមហាសាលរបាយការណ៍ហិរញ្ញវត្ថុសំខាន់មាន3ប្រភេទគឺ 1. របាយការណ៍ចំណូលចំណាយរបាយការណ៍ចំណូលចំណាយប្រាប់យើងថាក្រុមហ៊ុននឹងរៀបចំរបាយការណ៍ចំណូលចំណាយឲ្យដល់ម្ចាស់ភាគហ៊ុនរាល់3ខែម្ដងឬសម្រាប់មួយឆ្នាំតាមរយៈរបាយការណ៍ចំណូលចំណាយ Buffett នឹងដឹងពីរឿងផ្សេងៗដូចជាប្រាក់ចំណូលលើតម្លៃដើមរបស់ក្រុមហ៊ុនផលធៀបប្រាក់ចំណេញលើការបណ្ដាក់ទុនហើយអ្វីដែលសំខាន់បំផុតគឺភាពជាប់លាប់និងទិសដៅរបស់ចំណូលកត្តាទាំងនេះជារឿងសំខាន់ក្នុងការសម្រេចចិត្តថាក្រុមហ៊ុននីមួយៗបានទទួលផលប្រយោជន៍ពីភាពមានប្រៀបក្នុងការប្រកួតប្រជែងដ៏គង់វង្សដែរឬទេ 2. តុល្យការប្រាប់យើងថាក្រុមហ៊ុនមានប្រាក់ប៉ុន្មាននៅក្នុងធនាគារនិងមានបំណុលប៉ុន្មានកាលដែលដកបំណុលដែលមានចេញពីប្រាក់ក្នុងធនាគារយើងនឹងបានតម្លៃពិតរបស់ក្រុមហ៊ុននីមួយៗអាចរៀបតុល្យការគ្រប់ពេលដែលត្រូវការដែលនឹងបង្ហាញឲ្យឃើញថាក្រុមហ៊ុនមានទ្រព្យធនសរុបប៉ុន្មានបំណុលប៉ុន្មាននិងតម្លៃពិតរបស់ក្រុមហ៊ុនក្នុងមួយថ្ងៃនោះមានប៉ុន្មានតាមទម្លាប់ដែលធ្លាប់អនុវត្តក្រុមហ៊ុននឹងរៀបចំតុល្យការឲ្យដល់ម្ចាស់ភាគហ៊ុនរាល់3ខែម្ដងហៅថាត្រីមាសនិងបំណាច់ឆ្នាំ Buffett ឆ្វេងយល់ការប្រើរបាយការណ៍មួយចំនួនក្នុងតុល្យការដូចជាប្រាក់សុទ្ធរបស់ក្រុមហ៊ុនឬបំណុលរយៈពេលវែងដែលជាគ្រឿងចង្អុលបង្ហាញពីភាពមានប្រៀបក្នុងការប្រកួតប្រជែងដ៏គង់វង្សនៅត្រង់ខណៈនោះរបស់ក្រុមហ៊ុន 3. របាយការណ៍លំហូរសាច់ប្រាក់ប្រមូលផ្ដុំទិន្នន័យការហូរចូលនិងចេញនៃប្រាក់សុទ្ធរបស់អាជីវកម្មរបាយការណ៍លំហូរសាច់ប្រាក់នឹងមើលថាតើក្រុមហ៊ុនប្រើប្រាស់ប៉ុន្មានក្នុងការបន្ថែមតម្លៃលើមូលធនក្រៅពីនេះថែមទាំងប្រាប់ពីការលក់និងទិញសញ្ញាប័ណ្ណនិងភាគហ៊ុនត្រឡប់មកវិញទៀតផងតាមធម្មតាក្រុមហ៊ុននឹងរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ដំណើរគ្នានិងរបាយការណ៍ហិរញ្ញវត្ថុផ្សេងៗទៀតដែរធាតុទាំង3នេះហើយដែលនាំឲ្យលោក Warren Buffett រកចំណូលបានច្រើនមហាសាលពីក្រុមហ៊ុនដែលគាត់នឹងវិនិយោគជាមួយឬទិញភាគហ៊ុនខាងក្រោមនេះគឺជាទស្សនៈរបស់លោក Warren Buffett ដែលយើងអាចយកមកស្វែងយល់រៀនសូត្របន្ថែមពីលើទស្សនៈរបស់គាត់ទាំងនេះ 1. ទិញក្រុមហ៊ុនអស្ចារ្យមួយបានក្នុងតម្លៃធម្មតាវាប្រសើរជាងទិញក្រុមហ៊ុនធម្មតាក្នុងតម្លៃអស្ចារ្យ 2. ច្បាប់ទី1រកស៊ីកុំឲ្យខាតលុយឲ្យសោះច្បាប់ទី2កុំភ្លេចច្បាប់ទី1 3. អ្នកមិនចាំបាច់សម្រេចចិត្តប្រកបដោយភាពវៃឆ្លាតរាប់លានដងនោះទេគ្រាន់តែកុំឲ្យសម្រេចចិត្តមិនខុសម្ដងគឺវាអស្ចារ្យពេកណាស់ទៅហើយ 4. យើងត្រូវចំណាយពេល20ឆ្នាំដើម្បីសាងកេរ្តិ៍ឈ្មោះតែយើងបំផ្លាញវាត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះបើអ្នកគិតអំពីតម្លៃរបស់វាអ្នកនឹងធ្វើផ្ទុយពីនេះ 5. កុំដាក់ស៊ុតនៅក្នុងកន្ត្រកតែមួយកុំយកលុយទាំងអស់ទៅវិនិយោគក្នុងវិស័យតែមួយកុំយកលុយទាំងអស់ទៅដាក់កន្លែងតែមួយ 6. មនុស្សជាច្រើនតែងតែសួរខ្ញុំថាតើពួកគេគួរតែទៅធ្វើការនៅកន្លែងណាហើយខ្ញុំតែងតែប្រាប់ពួកគេវិញថាគួរតែទៅធ្វើការឲ្យនរណាដែលអ្នកកោតសរសើរគេនៅក្នុងចិត្តខ្លាំងបំផុត 7. ធ្វើអ្វីៗត្រូវចេះប្រមាណខ្លួនដាំចង្ក្រានឲ្យប្រមាណឆ្នាំងកុំព្យាយាមសាកល្បងយកជើងទាំងពីរដាក់ទៅក្នុងទឹកដើម្បីវាស់ជម្រៅសមុទ្រ 8. កុំបញ្ឈប់ឲ្យសោះលុះត្រាអ្នករកឃើញការងារដែលអ្នកស្រឡាញ់ជាទីបំផុត 9. ភាពស្មោះត្រង់គឺជាកាដូដ៏មានតម្លៃបំផុតដូច្នេះកុំរំពឹងថានឹងបានវាពីមនុស្សថោកទាបឲ្យសោះ 10. នៅក្នុងពិភពធុរកិច្ចអ្នកដែលជោគជ័យខ្លាំងបំផុតគឺជាអ្នកដែលកំពុងធ្វើអ្វីដែលខ្លួនស្រឡាញ់ជាទីបំផុត 11. អ្នកដែលកំពុងអង្គុយនៅក្រោមម្លប់ដើមឈើនៅថ្ងៃនេះដោយសារតែមានគេដាំវាតាំងពីមុនមក 12. វាដល់ពេលវេលាដែលអ្នកត្រូវចាប់ផ្ដើមធ្វើអ្វីដែលអ្នកចូលចិត្តខ្លាំងបំផុតហើយគឺធ្វើការងារដែលអ្នកស្រឡាញ់បំផុតអ្នកនឹងមានថាមពលក្រោកពីព្រលឹមខ្ញុំគិតថាអ្នកនឹងធុញទ្រាន់បើសិនជាអ្នកនៅតែបន្តធ្វើការដែលអ្នកមិនចូលចិត្តពីព្រោះអ្នកគ្រាន់តែធ្វើវាឲ្យល្អមើលវាដូចជាការសន្សំកម្លាំងទុកដើម្បីសេពកាមនៅពេលចាស់មិនអញ្ចឹង 13. កុំសន្សំក្រោយពីការចំណាយត្រូវធ្វើផ្ទុយវិញគឺចំណាយក្រោយពីការសន្សំ 14. ប្រសិនបើអ្នកទិញអ្វីដែលអ្នកមិនចាំបាច់មិនយូរមិនឆាប់អ្នកនឹងត្រូវលក់របស់ដែលអ្នកចាំបាច់ 15. ទម្លាប់អាក្រក់ប្រៀបដូចជាក្រមុំស្នឹមច្រេះកាលបើវានៅតូចយើងងាយជំរុះវាចោលតែបើវាធំជ្រុលមិនងាយនឹងជំរុះវាចោលឡើយ 16. កាលខ្ញុំអាយុ10ឆ្នាំខ្ញុំអានគ្រប់សៀវភៅទាំងអស់ដែលនៅក្នុងបណ្ណាល័យសាធារណៈនៅអូម៉ាហាដែលសៀវភៅភាគច្រើនតាក់ទងនឹងការវិនិយោគហើយសៀវភៅខ្លះខ្ញុំអាចអានចប់ដល់ទៅ2ដងអ្នកត្រូវសង្វាតរកគំនិតមកដាក់ក្នុងខួរក្បាលហើយត្រូវជ្រើសរើសយកគំនិតណាដែលមានប្រយោជន៍ក្រោយមកអ្នកត្រូវតែចេញទៅរកលុយហើយត្រូវធ្វើវាដោយខ្លួនឯងការវិនិយោគទៅលើក្រដាសក៏ដូចជាការអានរឿងប្រឡំលោកបែបរ៉ូមែនទិកអញ្ចឹងមិនយូរមិនឆាប់
អ្នកនឹងរកឃើញថាអ្នកចូលចិត្តវាជាងការធ្វើអ្វីៗផ្សេងទៀតអ្នកចាប់ផ្ដើមធ្វើវាកាន់តែឆាប់កាន់តែល្អ17វាជាការល្អណាស់ក្នុងការតោងអ្នកដែលប្រសើរជាងអ្នកចូលសេពគប់ជាមួយអ្នកដែលមានអរិយាប័ត្រល្អប្រសើរជាងអ្នកហើយអ្នកនឹងជំរុញខ្លួនឯងតាមគន្លងដ៏ត្រឹមត្រូវ18ចូលប្រាប់ខ្ញុំថានរណាជាវីរបុរសនៅក្នុងចិត្តរបស់អ្នកហើយខ្ញុំនឹងប្រាប់អ្នកវិញពីរបៀបដែលអ្នកនឹងបំលែងខ្លួនឲ្យក្លាយទៅជាវីរបុរសសូមចូលរួមត្រេកអរដែលអ្នកទាំងអស់គ្នាបានស្ដាប់ចប់សៀវភៅមួយក្បាលយ៉ាងពេញលេញនិងប្រកបដោយភាពអត់ធ្មត់ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការស្ដាប់និងគាំទ្ររបស់អ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាសៀវភៅសម្លេងមួយនេះបានផ្ដល់មេរៀនល្អៗមានតម្លៃនិងការបំផុសគំនិតថ្មីៗបើអ្នកទាំងអស់គ្នាចង់ស្វែងយល់ឲ្យកាន់តែស៊ីជម្រៅជាងនេះខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាឲ្យទៅស្វែងរកសៀវភៅដើមដែលជាភាសាអង់គ្លេសមកអានផ្ទាល់ដើម្បីទទួលបាននូវអត្ថន័យពេញលេញនិងច្បាស់លាស់ជាងនេះទៅទៀតខ្ញុំសូមអភ័យទោសផងដែរប្រសិនបើមានកំហុសឆ្គងក្នុងការបញ្ចេញសំឡេងឬការបកប្រែណាមួយខ្ញុំមិនមានចេតនាឲ្យខុសឡើយហើយស្រឡាញ់ក្នុងការចែករំលែកចំណេះដឹងទៅកាន់អ្នកទាំងអស់គ្នាខ្ញុំសូមអរគុណជាខ្លាំងសម្រាប់ការយោគយល់និងអធ្យាស្រ័យរបស់អ្នកទាំងអស់គ្នាជាចុងក្រោយខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាទទួលបានជោគជ័យនិងរីកចម្រើនទៅមុខជានិច្ចសូមបងប្អូនជួយចុច Subscribe ដើម្បីទទួលបានចំណេះដឹងពីសៀវភៅបន្តទៀតជួបគ្នានៅសៀវភៅបន្តដែលនិយាយអំពីអ្នកប្រាជ្ញសូក្រាតសូមបងប្អូនកុំភ្លេចចូលរួមតាមដានស្ដាប់ទាំងអស់គ្នាសូមអរគុណ